ខ្ញុំលួចស្រឡាញ់ផុងយូឆេងអស់រយៈពេល7ឆ្នាំដើម្បីរៀបការជាមួយគាត់ខ្ញុំបានជ្រើសរើសធ្វើជាប្រពន្ធពេញម៉ោងរយៈពេល3ឆ្នាំខ្ញុំគិតថាបើខ្ញុំបន្តផ្ដល់ក្តីស្រឡាញ់ថ្ងៃណាមួយគាត់នឹងស្រឡាញ់ខ្ញុំវិញយ៉ាន់មើលព័ត៌មានមួយបដិរទៅធ្វើការក្រៅគាត់យកមនុស្សស្រីដែលគាត់ស្រឡាញ់មកជាមួយស្រីស្អាត1000ឆ្នាំស៊ូមីនយូស្នេហាលេចធ្លេគេថាប្រុសគឺប្រធានក្រុមហ៊ុនស្កូឡូផុងយូសិនបុរសអាក្រក់នេះចិត្តគាត់រឹងដូចថ្មមិននិយាយទៀតទេគាត់ត្រឡប់មកវិញហើយប្តីឯងមកវិញហើយថ្ងៃនេះជាខួបរៀបការរបស់យើងខ្ញុំធ្វើត្រីចៀនដែលឯងចូលចិត្តបន្ទាប់ពីពិធីខួបកំណើតយាយសប្តាហ៍ក្រោយយើងទៅលែងលះគ្នាព្រោះតែស៊ូមីនយូទេឯងមិនចាំបាច់ដឹងមូលហេតុទេឯងគ្រាន់តែត្រូវចុះហត្ថលេខានៅលើនេះបើខ្ញុំមិនព្រមវិញជាងស៊ីងយ៉ានខ្ញុំពីមុនព្រោះតែយាយទើបរៀបការជាមួយឯងកុំហ៊ូស្ពេកកាតនេះគ្មានដែនកំណត់ច្រើនជាងយាយសិនលាវលែងពីដើមបើជឹងហត្ថលេខាវាជារបស់ឯងបងយូសេងបងប្រុសខ្ញុំគាត់គុំប្រញាប់ខ្ញុំនឹងទៅលើហត្ថលេខាលឿនគុំឲ្យខ្ញុំនិយាយម្ដងទៀត3ឆ្នាំហើយធ្វើដូចខ្ញុំជាខ្យល់ធ្វើជាអ្នកបម្រើខ្ញុំអាចទ្រាំតែរឿងក្បត់ខ្ញុំមិនទ្រាំទៀតទេល្អបើឯងចង់លែងលះម្លេះខ្ញុំអត់សប្បាយចិត្តហើយនៅទីនេះមួយរយៈក្រោយពិធីខួបកំណើតយាយឯងទើបអាចចេញទៅឯងមិនបារម្ភទេទោះឯងមិននិយាយខ្ញុំក៏នឹងចេញព្រមទាំងអគ្គនាយកផងបើឯងមានពេលទៅពិនិត្យប្រព័ន្ធបន្តពូជផងរៀបការ3ឆ្នាំហើយនៅជាមួយគ្នាមិនទាន់មានរឿងអ្វីទេមានតែអគ្គនាយកផងទេឯងនិយាយនរណានិយាយឲ្យច្បាស់ប្រាប់ឯងខ្ញុំមិនប្រហែងព្រោះមិនចាប់អារម្មណ៍ឯងប្រាប់ឯងបាយខ្ញុំមិនមែនធ្វើឲ្យឆ្កែដឹងគុណទេទៅណាត់ស្នេហ៍របស់ឯងតើជាងស៊ីងយ៉ានចាប់ពីពេលនេះតទៅខ្ញុំលែងជាប្រពន្ធរបស់ហ្វុងយូឆេងខ្ញុំគឺជាខ្ញុំជាងស៊ីងយ៉ានខ្លួនឯងគេថាខ្ញុំជាមនុស្សស្រីកោតលុយមែនទេចាំមើលខ្ញុំនឹងបង្ហាញអ្នកទើបតែសាក់លបងរុំទាំងអស់ថ្ងៃនេះខ្ញុំបានអញ្ជើញម្ចាស់ភាគហ៊ុនទាំងអស់ឲ្យមកជួបជុំគ្នានៅទីនេះដោយសារយើងគ្រោងក្នុងត្រីមីសថ្មីធ្វើការសាក់លបងថ្មីមួយយើងគ្រោងនឹងនៅទូទាំងប្រទេសបើកសាខាចំនួន150កានេះនឹងទាំងនេះទាំងនោះយកទាំងអស់បាទការុំទាំងអស់ផងលោកហ្វុងតើអ្នកមិនចង់ដោះស្រាយសារជាមុនទេយើងបន្តទៀតខ្ញុំយកឡានមួយជួរនេះទាំងអស់កា Manus right next to Thai you វីគាត់តើបែបនេះជាប្រុសអាក្រក់វីគាត់តើខ្លាចគាត់ធ្វើអីអ្នកមើលមិនឃើញថាខ្ញុំត្រឡប់មកវិញទេម៉េចអ្នកត្រឡប់មកវិញហើយខ្ញុំត្រូវទៅយកលើធំនៅមាត់ទ្វារស្វាគមន៍មកផ្ទះវិញលោកហ្វេនេះជាអាកប្បកិរិយាអ្វីហ្វេខ្ញុំគិតថាខ្ញុំចាំបាច់រំលឹកអ្នកមួយម៉ាត់យើងទាំងពីរបានចុះហត្ថលេខាឡើងលះគ្នាហើយឥឡូវនេះខ្វះតែធ្វើបែបបោះដូច្នេះអ្នកថែមទាំងមិនធ្វើបាយទៀតចង់ញ៉ាំបាយនឹងចូលផ្ទះបាយធ្វើដោយខ្លួនឯងមើលនេះជាអាកប្បកិរិយាអ្វីខ្ញុំជាអ្នកឧបត្ថម្ភរបស់អ្នកចាយលុយខ្ញុំអ្នកប្រើកាតខ្ញុំអាកប្បកិរិយារបស់អ្នកឲ្យល្អបន្តិចទេជំរះកន្លែងនេះឲ្យខ្ញុំឲ្យលឿនកាតនេះគឺជាកាតដែលអ្នកឲ្យខ្ញុំជាសំណងពេលលែងលះអ្នកមិនបានថារួមបញ្ចូលការធ្វើបាយទេ
អូបាទខ្ញុំគិតថាខ្ញុំចាំបាច់ត្រូវជូនដំណឹងអ្នកចាប់ពីថ្ងៃនេះអូនឈប់ធ្វើការហើយអ្នកបម្រើផ្ទះនេះអ្នកណាចង់ធ្វើឲ្យអ្នកណាធ្វើអូនមិនធ្វើទៀតទេ ជាងស៊ីងយ៉ានណា ហ្វេងយូឆេងរឿងល្អទើបតែចាប់ផ្ដើម ពិតមែនឬអ្នកធ្វើបែបនេះ Feng Yu Cheng ពិតជាខឹងយ៉ាងខ្លាំងមែន អ្នកមិនឃើញគាត់ទេមិនគ្រាន់តែខឹងទេមុខគាត់ប្រែជាពណ៌បៃតងដោយកំហឹងហា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  ធ្វើបានល្អណាស់ដោះស្រាយជាមួយ Feng Yu Cheng បែបនេះមនុស្សដែលខ្វាក់ផ្នែកនឹងបេះដូងគួរតែធ្វើបែបនេះអូនឹកឃើញហើយតើអ្នកមានកម្រងអ្វីបន្តទៀត ដើម្បីហ្វេងយូឆេងខ្ញុំបានចាក់ចេញពីកន្លែងធ្វើការធ្វើជាមេផ្ទះអស់3ឆ្នាំពេលនេះខ្ញុំក៏គួរតែត្រឡប់ទៅកន្លែងធ្វើការវិញដើម្បីធ្វើជាខ្លួនឯង អូក្នុងជីវិតនេះនៅតែអាចឃើញណាបញ្ឈប់ខ្លួនមុនពេលធ្លាក់ជ្រៅពិតជាពិបាកណាស់នគរណាដល់ល្បីរបស់យើងតើអ្នកត្រៀមទៅធ្វើការនៅណា ប្រាកដណាស់តើឧត្តមកញ្ចុងក្រោយរបស់អ្នករចនាក្រុមហ៊ុនរចនាកម្រិតកំពូលក្រុមហ៊ុនសលោកទេ អីអ្នកនឹងទៅធ្វើការគុំថាខ្ញុំមើលងាយណាស់ខ្ញុំសូមណែនាំអ្នកគុំចេញទៅរករឿងអាម៉ាស់មកដាក់ខ្លួនដូចណាបែបនេះអ្នកស្រីអ្នកមានដែលរស់នៅស្រួលចេញទៅធ្វើអីបាន អ្នកកុំមើលងាយខ្ញុំអីមុនពេលខ្ញុំរៀបការនោះគឺជាក្រុមហ៊ុនធំចង់បានគ្នាយ៉ាងខ្លាំងអ្នករចនាដ៏ល្បីល្បាញ អ្នកក៏ដឹងដែលថានោះមុនពេលរៀបការ ណា ទៅចុះអ្នកណាខ្វល់ថាអ្នកគ្រប់ខ្ញុំពេលនេះខ្ញុំគ្រាន់តែជូនដំណឹងអ្នកម្ដងមិនយូរប៉ុន្មានថ្ងៃទេយើងនឹងលែងលះគ្នាហើយពេលនោះក៏មិនចាំបាច់ជូនដំណឹងទៀតដែរ ជាងស៊ីងយ៉ានណាត្រូវតែប្រកែកជាមួយខ្ញុំ បើអ្នកមិនប្រកែកជាមួយខ្ញុំបើអ្នកមិនប្រកែកខ្ញុំក៏មិនប្រកែកដែរនិយាយដូចជាខ្ញុំកំពុងចេតនារករឿងអ្នក ខ្ញុំសូមណែនាំណាគុំចេញទៅរករឿងអាម៉ាស់មកដាក់ខ្លួនដូចណាបែបនេះដែលចាក់ចេញពីកន្លែងធ្វើការមេផ្ទះអស់ច្រើនឆ្នាំគ្មានក្រុមហ៊ុនណាចង់ទទួលអ្នកទេ នេះមិនបាច់ឲ្យអ្នកព្រួយបារម្ភទេព្រោះក្រុមហ៊ុនខ្លះថៅកែខ្វាក់មិនមែនមានន័យថាបុគ្គលិករបស់គាត់ក៏ខ្វាក់ដែរទេ តាមណានេះជារឿងអីតើអ្នកមិនដឹងទេថៅកែហ្វេថ្ងៃនេះនាយកដ្ឋានរចនាទៅតែមានអ្នករចនាដ៏ពូកែម្នាក់មកភ្លាមតំណែងនាយកដ្ឋានរចនាខ្ញុំគិតថាលើនេះពួកគេកំពុងស្វាគមន៍ហើយទៅមើលបាទ សួស្ដីថៅកែហ្វេ You are mine Hi ថៅកែហ្វេ ជាងស៊ីងយ៉ាន Hey ហ្វេងជុង ជាងសឹងយ៉ានខ្ញុំមិនទាន់បានណែនាំទេធ្វើមិនហ្វេងចុងដឹងសន្សំពេលណែនាំឲ្យខ្ញុំមកជាមួយខ្ញុំ ហ្វេងចុងដាក់ឈ្មោះឲ្យនាយកដ្ឋានថ្មីចូលមិនមែនទេគេស្គាល់គ្នាទេ មិនគួរទេ ខ្ញុំថាមិនប្រកាស បើមិនអញ្ចឹងធ្វើម៉េច នាងមកភ្លាមខ្លាយជានាយកដ្ឋានរចនាតាមគំនិតខ្ញុំ ទំនងជាឡើងតំណែងដោយសារសម្រស់ គូតែគ្រាន់តែស្គាល់គ្នាទេ អ្នកទាំងអស់គ្នាហាក់ទំនេរណាស់ ធ្វើការ នេះជាលើកទី1ហ្វេងចុងជួបបុគ្គលិកតែម្នាក់ឯងមិនមែនហ្វេងចុងនិងនាយកដ្ឋានរចនាថ្មីពិតជាមានរឿងហ្នឹងមកទីនេះធ្វើអី មកធ្វើការនឹងណាមើលមិនឃើញទេមិនមែនមកមើលអ្នកទេហាក់ដូចជាហ្វេងជុងមិនត្រឹមតែមានបញ្ហាខាងនោះភ្នែកក៏មានបញ្ហាដែរប៉ុន្តែល្អចាំពេលទៅពេទ្យប្រុសពិនិត្យភ្នែកផង ជាងស៊ីងយ៉ានណាមាត់របស់អ្នកគួរត្រូវបិទវាចោលខ្ញុំមិននិយាយយឺតប្រយោជន៍ទេឥឡូវភ្លាមសូសេពីឲ្យស្នើសុំលីឈប់ បើខ្ញុំមិនព្រម ខ្ញុំណែនាំឲ្យឈប់ទោះបីអ្នកខំប្រឹងធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្ញុំក៏មិនផ្លាស់ប្ដូរចិត្តគំនិតឡើងលះ អញ្ចឹងទេតែរាល់ថ្ងៃអាយុនៅតិចតែមុខក្រាស់ណាស់ហ្វ
ងយូឆេងស្ដាប់ខ្ញុំឲ្យច្បាស់ខ្ញុំធ្វើការមិនតាក់ទងនឹងអ្នកទេកុំរាល់ថ្ងៃយកមាសមកបិទមុខខ្លួនឯងអូចាំសូមហ្វេងចុងនៅក្នុងក្រុមហ៊ុនធ្វើពុតមិនស្គាល់ខ្ញុំកុំឲ្យអ្នករាល់គ្នាគិតថាខ្ញុំចូលតាមក្រោយលាហើយ មនុស្សស្រីមិនចេះដឹងគុណអេហ្វេងចុងហ្វេងអ្នកមិនអីទេ មិនអីទេគ្មានរឿងអីទេ អេ Kieng Xiang. សៀងអង្គុយចុះសៀងហ្វេងសៀងយកអ្នកតែម្នាក់ហើយចូលការិយាល័យ តើធ្វើអីទៅ នេះជាលើកទី1ហើយដែល Feng Sang នាំបុគ្គលិកស្រីទៅការិយាល័យសូមបំពេញចិត្តការចង់ដឹងរបស់យើងផង មិននឹកស្មានថាហ្វេងយូឆេងនៅឆ្ងាយណាស់ដើម្បីស៊ូមីនយូបង្កើតរូបភាពនេះល្អណាស់ចាំមើលធ្វើម៉េចបំផ្លាញគេឈ្មោះអ្នកហ្វេងសាំងគាត់ គាត់ធ្វើអីតើ ធ្វើអត់ទៅគាត់ធ្វើអីវដណានិយាយមកសៀង គាត់ចង់រំលោភខ្ញុំខ្ញុំមិនព្រមគាត់គំរាមខ្ញុំ ខ្ញុំទើបដឹងថាហេតុអីចេញពីការិយាល័យហ្វេងសៀងសក់ចាត់ខ្ចាយកើតហេតុការណ៍បែបនេះប្រែអើយ មិននឹកស្មានថាហ្វេងសៀងរាល់ថ្ងៃមើលទៅត្រជាក់ក៏លេងល្បែងរំលោភដែរ Oh my god ពិតជាធ្វើឲ្យខ្ញុំដឹងថ្មីបំផ្លាញទស្សនៈខ្ញុំ អញ្ចឹង ជាអស់ចិត្តឲ្យអ្នករាល់គ្នាដឹងថាហ្វេងយូឆេងជីមនុស្សអាក្រក់មានមុខសាច់សត្វពេលស៊ូមីនយូត្រឡប់មកមើលថាចង់បានគាត់ទេ មិនត្រូវទេជាងសៀងឱកាសល្អបែបនេះហេតុអីអ្នកបដិសេធ ត្រូវហើយថាតាមត្រង់តាមមុខ Feng Sang កុំថារំលោភទេទោះមិនអោយអីគេក៏ព្រមដែរ ក៏ដែរការល្អបែបនេះពេលណាទើបមកដល់ខ្ញុំ ចប់ហើយមនុស្សទាំងនេះគ្មានសង្ឃឹមទេឯកសាររួចរាល់ហើយយកមកឲ្យខ្ញុំភ្លាម បាទអ្នកទាំងអស់គ្នាបានធ្វើទេលោកហ្វុងចង់ធ្វើល្បិចចកខ្វក់នាយកដ្ឋានរចនាថ្មីត្រូវបានបដិសេធ បើទឺក៏កុហកមានអ្នកណាអាចបដិសេធមុខស្អាតរបស់លោកហ្វុងយើង ប្រាកដណាស់នាយកថ្មីបានប្រាប់ខ្ញុំផ្ទាល់មើលល្បែង លោកហ្វុងខ្ញុំមិនបានមើលអ្វីទេ យ៉ាំ អូកុងត្រានោះមែនទេ ទូរស័ព្ទយ៉ាំ នោះលោកហ្វុងខ្ញុំមិនប្រយ័ត្នចុចខុស ជាងស៊ីនយ៉ានឯងល្អណាស់ ពីនេះទៅក្រុមហ៊ុនកុំចែកលេង ខ្ញុំថា អ្នកប្រាប់មនុស្សក្នុងក្រុមហ៊ុនខ្ញុំចង់រំលោភណាស់ ហាអញ្ចឹងខ្ញុំគិតថាក្រុមហ៊ុនយើងស្ងាត់ណាស់ចង់លេងសើចបញ្ចេញសម្ពាធខ្លះ អញ្ចឹងមានន័យថាខ្ញុំត្រូវអរគុណអ្នក មិនបាច់អរគុណទេខ្ញុំទៅវិញហើយឯងចង់ធ្វើអីមកចិត្តអីដឹងទេថាប្រុសស្រីមិនគួរប៉ះពាល់គ្នា អ្នកធ្វើឲ្យរឿងនេះនៅក្នុងក្រុមហ៊ុនគ្រប់គ្នាដឹងបើខ្ញុំមិនធ្វើឲ្យសឹងតើមិនគិតថាអយុត្តិធម៌ទេអ្នកបានផ្សព្វផ្សាយឲ្យខ្ញុំ អ្នកកុំនិយាយមិនចុះសម្រងក៏ដោះខោតើឯងមិនអាចឈប់ដោះខោរាល់ពេលឆ្លោះគ្នាទេ ជាបុរសធ្វើឲ្យត្រូវហ៊ានទទួលគុំខ្លាចខ្ញុំនឹងថ្នាំយើងធ្វើឲ្យចាប់ឆាប់ ខ្ញុំខុសហើយលើកនេះខ្ញុំដឹងថាខុសហើយ យកព្រមអញ្ចឹងប្រាប់មកឯងខុសត្រង់ណា ខ្ញុំខុសត្រង់មិនគួរបំផ្លាញគេឈ្មោះឯងមែនទេ ឡខ្ញុំឃើញថាខ្ញុំនឹងធ្វើឲ្យពិតប្រាកដបញ្ជាក់ ស្អែកនឹងបញ្ជាក់ បញ្ជាក់ពិតយកព្រមអញ្ចឹងខ្ញុំនឹងមានចិត្តខំលើកលែងឯងម្ដង
អញ្ចឹងខ្ញុំនឹងមានចិត្តធំលើកលែងឯងម្ដង ឯងមិនពេញចិត្តទេ ពេញចិត្តសំបីតែយាយក៏មិនពេញចិត្តគ្រប់តែ ឯងរកពេលសើសេពាកសុំលីឈប់ដាក់មក អត់ខ្ញុំមិនលីឈប់ទេ ជាងសៀងយ៉ានយកព្រមឥឡូវឯងរឹងរូសតើខ្ញុំនឹងធ្វើឲ្យឯងលីឈប់ដោយស្ម័គ្រចិត្ត សាកមកមើល ជំរាបសួរលោកនាយ មនុស្សទាំងនេះហេតុអ្វីស្លៀកពាក់ដូចខ្ញុំដូចគ្នាបេះបិទហេកូពួកគេពេលព្រឹកព្រលឹមជួបរឿងអី លោកនេស៊ីមិនមែនណាទេដែលប្រាប់ការពីម្សិលមិញលោកហ្វុងចង់យកប្រយោជន៍ពីណាពួកគេគិតថាលោកហ្វុងប្រកាសជាចូលចិត្តប្រភេទណាដូច្នេះថ្ងៃនេះគេធ្វើតាមមតិគិតជឿមើលហៅរបស់ណាថ្ងៃនេះឡើងហោះដាក់ហើយ ចប់ហើយពេលនេះការយល់ច្រឡំកាន់តែធំចប់ហើយឥឡូវនេះការយល់ច្រឡំកាន់តែធំ គ្រប់គ្នាមកទីនេះបន្តិច ស៊ូស្តេលើកហ្វេង ជាងសៀងយ៉ាន មើលមិនឃើញខ្ញុំទេមើលមិនឃើញខ្ញុំទេ ជាងសៀងយ៉ាន សួស្ដីព្រឹកលោកហ្វេងលោកហ្វេងខ្ញុំចង់ពន្យល់ពួកគេប៉ុន្តែខ្ញុំក៏មិនដឹងពួកគេពីព្រឹកព្រលឹម អតិថិជននេះប្រកល់ឲ្យអ្នកតាមដានក្នុងថ្ងៃនេះបើមិនអាចយកការបញ្ជាទិញបានអ្នកត្រូវរៀបចំអីវ៉ាន់ហើយចេញទៅ លោកគឹមអ្នកកំព្រមតាមលោកហ្វេងណាអតីតជននេះគឺជាក្រុមហ៊ុនយើងល្បីថាពិបាកធ្វើឲ្យចាប់ក្នុងថ្ងៃនេះមិនអាចទៅរួចទេ ពិតណាស់បើអ្នកខ្លាចអាចបោះបង់ចោល ការបញ្ជាទិញនេះខ្ញុំទទួល យកព្រមបើអ្នកចាញ់គុំយំអី អ្នកយំខ្ញុំក៏មិនយំដែរកុំបារម្ភខ្ញុំនឹងបញ្ចប់ភារកិច្ច ឡខ្ញុំរងចាំមើល ผู้แกนะលោកនីយូណាថែមទាំងហ៊ានស្លាយទៅលោកហ្វេងណាគឺជាតារាគំរូរបស់ខ្ញុំ កូអ្នកជួយតោខ្ញុំបន្តិចជើងខ្ញុំទន់បន្តិច លោកនេស៊ីខ្ញុំគិតថាអ្នកពិតជាមិនខ្លាចអ្វីប៉ុន្តែហេតុអ្វីណាព្រមទទួលកិច្ចការនេះលោកហ្វេងមើលទៅដូចជាកំពុងធ្វើឲ្យអ្នកពិបាក ខ្ញុំនេះគ្មានឱកាសបដិសេធមិនអីទេមិនខ្វល់ព្យាយាមម្ដង ប៉ុន្តែលោកហ្វេងមនុស្សនេះពិតជាចិត្តតូចបន្តិចបើគាត់មិនបានអ្នកគាត់នឹងកំ pl ាញ់ មិនអីទេអ្នកត្រឡប់ទៅធ្វើការវិញខ្ញុំទៅរៀបចំឯកសារជួបអតិថិជននេះ លីនឆាងបៀតបៀនផ្លូវភេទបុគ្គលិកមិននឹកស្មានថាអ្នកថែមទាំងធ្វើដើម្បីស៊ូមីនយូប្រើល្បិចអាក្រក់បែបនេះប៉ុន្តែឆ្នាំទាំងនេះជាស្ត្រីមេផ្ទះរបស់ខ្ញុំមិនមែននៅប្រយោជន៍ទេ អូពងលីនអ្នកអត់មកយូរហើយខ្ញុំនឹកអ្នកណាស់ណាពងលីនខ្ញុំមានកាបូបថ្មីមួយមកដើរពេលណាអ្នកទិញឲ្យខ្ញុំវិញ ទិញ លោកលីន ហេហ៊ីហា ណាប់ណានឹង ខ្ញុំផុងក្រុមហ៊ុនចឹងស៊ីងយ៉ាន អូ ចឹងស៊ីងយ៉ាន មកអង្គុយមក លោកលីននេះគឺជាអ្វីដែលខ្ញុំធ្វើតាមការស្នើរបស់លោកនេះជាផែនការថ្មីដែលខ្ញុំបានកែប្រែសូមលោកមើលមានអ្វីត្រូវកែប្រែទៀតទេ Redry dos Ross អត់បែបនេះនិយាយពីការសាកាត network លេមកផឹកជាមួយខ្ញុំមួយកែវយើងនិយាយពីជីវិត លោកលីនខ្ញុំមកប្រគល់ផែនការសហការឲ្យលោកមិនមែនមកផឹកស្រាជាមួយទេ ឈីវអាអេងស្អប់ណាប្រភេទនេះណាធ្វើអាក្រក់ហើយចង់ធ្វើជាមនុស្សល្អចាំខ្ញុំចាប់ណាដាក់ក្រោមខ្លួនមើលណាតែឯងអាចធ្វើជាមនុស្សល្អបានយ៉ាងម៉េច លោកផុង
លោកយ៉ាងស៊ីងយ៉ានយប់នេះតើអតិថិជនដែលជួបនៅថៃឡៃកែគាត់ល្បីឈ្មោះថាជាមនុស្សស្រវឹងស្រីលោកមិនទៅមើលទេ បើឃើញទំនេរណាស់ចូលត្រឡប់ទៅក្រុមហ៊ុនធ្វើការបន្ថែម2ម៉ោងខ្ញុំឲ្យប្រាក់ខែ2ដង ខ្ញុំនិយាយច្រើនពេក លីនឆាងស៊ីងរំខានផ្លូវភេទបុគ្គលិកស្រីឈួតនេះមិនមែនទៅពិតទេ កុំបារម្ភខ្ញុំនឹងបំពេញការងារ បាត់រថយន្តទៅថែនឡៃ បាទលោកភុង ប្រាប់ពីមុនខ្ញុំមិនមែនបារម្ភពីស្ត្រីនោះទេគ្រាន់តែទៅមើលមួយ បាទលោកគ្រាន់តែទៅមើល មើលនេះមិនបានអស់ប្រសិទ្ធភាពជួយផង អញចូលចិត្តមនុស្សបាយបែងអ្នកឯងកាន់តែទប់ទល់ខ្ញុំកាន់តែរំភើ លឿនបន្តិច បាទ ឲ្យខ្ញុំទៅ ហេឲ្យខ្ញុំទៅរាត្រីនេះជារបស់ខ្ញុំហេឲ្យខ្ញុំទៅ លឿនទៀតជាងស៊ីងយ៉ាន សូមអ្នកអត់ទូដដទៅខ្ញុំអលែងធ្វើបាបខ្ញុំ អស់ហើយនឹងត្រូវគេបណ្តេញចេញអស់ហើយឥឡូវនេះនឹងត្រូវបណ្តេញចេញហ្វេងសុងសូមស្ដាប់ខ្ញុំពន្យល់ទេសូមស្ដាប់ខ្ញុំពន្យល់ ហ្វេងសុងមកដល់អណាស់អ្នកជាបុគ្គលិកទូចនេះនិយាយពីការសកាហ៊ានយកស្រាវីខ្ញុំរឿងនេះអ្នកត្រូវតែផ្ដល់ចម្លើយឲ្យខ្ញុំ ច្បាស់ណាស់ថាអ្នកមុនគេដែលរំខានទើបខ្ញុំយកដបស្រាវេអ្នកមិនបានវាក្បាលអ្នកឲ្យបែកទេក៏រាប់ថាថោកសម្រាប់អ្នក អាយ៉ាស្រីអាក្រក់ឪពុកចង់ដេកជាមួយឯងនោះជាការគួរបែងកុំឌីយ៉ាត់វៃឲ្យមុខមិនយក ខ្លួនឯងមានមុខខ្ញុំត្រូវការឯងឲ្យទេតែឯងមានមុខទេ ឯងជាស្រីអាក្រក់ខ្ញុំឃើញឯងខ្វះការវិដំ ឯងទៅខ្វះការវិដកឯងនិយាយមិនឈ្នះក៏ចង់វាអៀនខ្មាស់អត់មាន ហ្វេងសុងអ្នកជាមនុស្សឆ្លាតណាស់ ហេម ថ្ងៃនេះអ្នកប្រកល់បុគ្គលិកទូចនេះឲ្យខ្ញុំរឿងនេះនឹងត្រូវបញ្ចប់ បើខ្ញុំមិនយល់ព្រមវិញ ហ្វេងសុងអ្នកមិនមែនដោយសារស្រីអាក្រក់ម្នាក់នេះជាមួយអតិថិជនធំដូចខ្ញុំធ្វើឲ្យមិនសប្បាយចិត្តទេ មកទីនេះ អត់អ្នកច្បាស់ជានឹងប្រគល់ខ្ញុំឲ្យគាត់ វៃណាក់មកពាក្យលាតប្រយោជន៍ច្រើនណាស់ ហេហ្វេងសុងពិតជាមនុស្សឆ្លាតមែនស្រីអាក្រក់មិនទាន់មកដោយស្ងៀមស្ងាត់ប្រយ័ត្នខ្ញុំនឹងសម្លាប់ឯងក្រោយ អ្នកណាឯងអ្នកមក ហាត់លេខាលោកហ្វេងខ្ញុំនឹងចូលហាត់លេខាផ្លាមចូលហាត់លេខាផ្លាមហាត់លេខាចូលហាត់លេខារួចហើយលោកហ្វេងយើងសកាគ្នាដោយរីករាយ ជំនួយការឆេងសៀបអង្កេតលោកលីនឆាងសេងរឿងរំលោភផ្លូវភេទទៅដល់ណាហើយ សឿបអង្កេតច្បាស់លាស់ហើយ យកស្តាងនឹងគាត់ប្រកល់ទៅប៉ូលីសទាំងអស់ បាទទេលោកហ្វេងយើងជាដៃគូអ្នកមិនអាចបញ្ជូនខ្ញុំទៅក្នុងបានទេបើ ត្រូវតែទួលខុសត្រូវចំពោះអ្វីដែលបានធ្វើ ខ្ញុំជាតាក់ស៊ីត្រឡប់ទៅអ្នកដោះស្រាយបន្តិចចម្ដងតែខ្ញុំអញ្ជើញណាស់ នេះមិនទាន់រកឡានបានទេ ទូរស័ព្ទអស់ថ្មមិនមានសាច់ប្រាក់
រឿងមុននេះអរគុណ អ្នកកុំគិតច្រើនបើជាបុគ្គលិកដទៃទៀតខ្ញុំក៏នឹងជួយដែរវាឆ្កែក៏ត្រូវមើលម្ចាស់ដែររឿងនេះរៀលដាល់ចេញទៅមុខមាត់ខ្ញុំទៅណា មែនហើយវាឆ្កែក៏ត្រូវមើល មែនទេ ឯងថាអ្នកណាជាឆ្កែខ្ញុំដឹងហើយអ្នកមិនអាចចិត្តល្អបែបនេះទេគុំគួសំពេកខ្ញុំបើកដោយខ្លួនឯងបាន ដកដៃអ្នកចេញ អូឯងធ្វើអី មើលទៅត្រូវរំលឹកអ្នកបន្តិចនេះជាឡានដែលខ្ញុំឲ្យ យើងមិននៅតាមផ្លូវតែមួយទេសូមអាណិតបន្តិចជួងខ្ញុំត្រឡប់ទៅផង ខ្ញុំមើលទៅដូចមនុស្សស្ល លោកហ្វេងយើងតើ មានតែខ្ញុំទេគ្មានយើងទេអ្នកចុះមក ខ្ញុំមិន អ្នកចុះមក អូធ្វើអីឯងនាំខ្ញុំទៅមួយផ្លូវស្លាប់ឬ ហើយថាអ្នកចូលការិយាល័យក៏អាចរៀលដាល់ថាខ្ញុំចង់រំលោភអ្នកអង្គុយឡានតែមួយនេះមិនរៀលដាល់ថាខ្ញុំចង់ឧបត្ថម្ភអ្នកទេបើកឡាន ហ្វេងយូឆេងឯងជាកូនអណ្ដាតមនុស្សល្អមិនធ្វើតែងតែធ្វើឆ្កែលោកហ្វេងត្រឡប់មកវិញហើយខ្ញុំដឹងថាអ្នកមិនខលខើបែបនេះ គុំចោលសម្រាមរញ៉េរញ៉ៃ ហ្វេងយូឆេងខ្ញុំនឹងមិនឈប់ឈរជាមួយអ្នកទេម្សិលមិញមិនបានបញ្ចប់ភារកិច្ចទេតាមលក្ខណៈរបស់ហ្វុងយូឆេងប្រកាសជាដេញខ្ញុំចេញមិនបានទេជំនួសឲ្យរងចាំគាត់ដេញខ្ញុំគួរដេញគាត់វិញតើវ៉ាយ ពូកែមែន អ៊ុយប្រែលោកនាយកអ្នកពិតជាមានមិនទៅស្នេហ៍ខ្លាំងណាស់ មើលមិនអស់ទេ បន្តទៀតតើយើងមិនឃើញអ្វីទាំងអស់ លីនឆាំងសេងកាលពីយប់ ចាំបន្តិចខ្ញុំនិយាយមុនអ្នកត្រូវបានបណ្ដេញចេញ បណ្ដេញចេញ ត្រូវហើយមុនពេលអ្នកបណ្ដេញខ្ញុំបណ្ដេញអ្នកវិញ ប៉ុន្តែខ្ញុំក៏មិនមានបំណងបណ្ដេញអ្នកដែរ មែនទេ លោកហ្វុងភ្លេចកិច្ចសន្យាដែលបានចុះកាលពីយប់ កិច្ចសន្យា អូចាស់លីនឆាំងសេងបានចុះកាលពីយប់ គាត់ចុះហើយ ចាស់លោកហ្វុងខ្ញុំទៅធ្វើការមុន មិនមែនទេស្ថានភាពបែបនេះគាត់នៅតែចុះមិនមែនគាត់ជាមនុស្សចូលចិត្តរងទុក្ខទេអាយ៉ាលោកហ្វុងបើនិយាយបែបនេះតើខ្ញុំអាចមិនបាច់ចាក់ចេញពីក្រុមហ៊ុនទេ តើអ្នកមិនទាន់បណ្ដេញខ្ញុំចេញទេ ខុសហើយលោកហ្វុងអង្គុយលោកហ្វុងតើខ្ញុំអាចបណ្ដេញលោកដោយរបៀបណាខ្ញុំមិនដែលបណ្ដេញអ្នកទេមែនទេ ចុះរបាយការណ៍លីឈប់នេះ លោកហ្វុងទាំងអស់គ្នាខុសលោកហ្វុង សូមអបអរសាទរលោកនាយកជាង ខ្ញុំមិនបានឃើញខុសទេប្រធានហ្វេងត្រូវបាននាយករបស់យើង ក្រវែងដួលតើអ្នកនៅតែគ្រងនឹងអង្គុយលើខ្ញុំយូរប៉ុន្មានទៀត អូខ្ញុំទើបតែដួលដោយចៃដន្យហើយប្រធានហ្វេងរបស់យើងដោយសារការព្រួយបារម្ភចំពោះបុគ្គលិកបានជួយទៅខ្ញុំ ខ្ញុំយកយើងទាំងអស់គ្នាយក គ្រោះថ្នាក់ហើយអ្នកណាក៏យកដែរ ចប់ហើយមានអារម្មណ៍ថាពន្យល់កាន់តែមិនច្បាស់ យើងអបអូសាទរនាយកជាងដែលបានចុះកុងត្រា សូមអបអរសាទរនាយកជាងដែលបានចុះកុងត្រាដោយជោគជ័យ Why សូមអបអរសាទរអ្នករចនាជាងរបស់យើងដែលបានឈ្នះមេដាយ Miss ក្នុងការប្រកួតរចនាសម្លៀកបំពាក់អបអរសាទរ អារម្មណ៍ដែលបាត់បង់យូរ នាយកអញ្ចឹងកុងត្រាបានចុះហើយយប់នេះតើអាចអញ្ជើញនាយកឋានយើងទៅកត់ដើម្បីអបអរសាទរបានទេធ្វើការកសាងក្រុមផងតើអ្នកគ្រប់គ្នាយល់យ៉ាងណា បានហើយ គ្មានបញ្ហាកឹបតើ ស្ត្រីម្នាក់នេះងាយពេញចិត្តណាស់រឿងតូចតាចនេះអាចធ្វើឲ្យនាងសប្បាយចិត្តដល់ម្លេះ ប្រធានហ្វេងបើយប់នេះទំនេរសូមអញ្ជើញចូលរួមអាហារពេលល្ងាចជាមួយនាយកឋានយើងផង គាត់គ្មានពេលទេ
អោ ខ្ញុំមានន័យថាប្រធានហ្វេងបែបនេះជាមនុស្សធំដែលរវល់ខ្លាំងការជួបជុំតូចតាចរបស់យើងសូមកុំរំខានគាត់ខាត់ពេលវេលា ចៃដិនយប់នេះខ្ញុំទំនេរ ត្រូវតែប្រឆាំងនឹងខ្ញុំមែនទេ ខ្ញុំនេះអ្វីក៏ល្អដែរតែកើតមករឿងរូស អីកាត់មករឹងរូសខ្ញុំឃើញអ្នករករឿងហើយជាក់ស្ដែងអ្នកមិនចូលចិត្តកន្លែងបែបនេះតែនៅតែចង់ទៅ អា អញ្ចឹងខ្ញុំក៏បន្ទប់កត់ហើយអូត្រូវហើយមកទាំងអស់គ្នាហើយនាយកជាងមកលឿនហ្វេងយូឆេងមិនទាន់មកទេ អូ អញ្ចឹងមនុស្សមិនទាន់គ្រប់ទេតោះយើងផឹកសិន ខ្ញុំយល់ថាល្អ យប់នេះអ្នកទាំងអស់គ្នាស្រួលខ្ញុំចេញលុយ អរគុណនាយកមានតែលុយយកខ្វក់បន្តិចទេមកធ្វើជីធំអីនាយកមកនាយកដ្ឋានយើងក៏ប៉ុន្មានថ្ងៃហើយយើងចំពោះនាយកនៅមិនទាន់ដឹងអ្វីសោះសូមឆ្លៀតឱកាសល្អថ្ងៃនេះឲ្យយើងស្គាល់នាយកបន្ថែមទៀតយ៉ាងម៉េច សំណើរបស់រតនហ៊ីវល្អណាស់ ខ្ញុំពីនាយកដ្ឋានធនធានមនុស្សថានាយករៀបការហើយមិនដេចក៏ក្នុងឱកាសសំខាន់បែបនេះមិនយកប្តីមក អូនាយករួចរាក់ហើយនាងនៅតែមានទំនាក់ទំនងមិនច្បាស់ជាមួយហ្វេងយើងមិនច្បាស់លាស់ មិននឹកស្មានថានាយកជាមនុស្សបែបនេះស៊ីក្នុងចានមើលក្នុងឆ្នាំង តអ្នកហ៊ឺនេះចង់ឲ្យខ្ញុំខ្មាស់គេប៉ុន្តែខ្ញុំនឹងហ្វេងយូឆេងបានចុះហាត់លេខាឡែងលះគ្នាហើយនិយាយចេញមកក៏ហាក់មិនសមដែរ បើនាយកមិនស្រួលបើប្រាប់ក៏មិនអី អត់ណាហ៊ឺនេះជាជីវិតដងខ្លួនរបស់នាយកមិនចាំបាច់ប្រាប់ណាទេ ខ្ញុំមិនមែនចង់ឲ្យអ្នករាល់គ្នាស្គាល់នាយកកាន់តែច្រើនទេ ខ្ញុំឃើញណាគឺរករឿងហួសចិត្ត ម៉ែតានាយកមានអាចកំបាំងអ្វីដែលមិនអាចប្រាប់បានណាក់ កូកូមិនអីទេតាមពិតប្រធានបទនេះក៏មិនមែនមិនអាចនិយាយបានដែរគ្រាន់តែនិយាយដល់ត្រង់នេះខ្ញុំមានអារម្មណ៍សោកស្ដាយបន្តិចប្តីខ្ញុំគាត់បានស្លាប់ហើយ អូ នាយកជាងរបស់យើងពិតជាមិនងាយស្រួលនៅក្មេងបាត់ប្តីទៅហើយ អាក្រក់ណាស់ខ្ញុំលូតស្រឡាញ់ធ្វើការហ្វេងយូណាស់មកហើយតែជាងស៊ីនយ៉ានមកដល់មុន ជុំបន្ទាប់ ខ្ញុំយល់សាឌឺ អូចាស់បន្តទៀតពួកយើងនេះខ្ញុំអញ្ចឹងកូធ្វើការហ្វេង រត់ណាហ៊ីវខ្ញុំណែនាំណាបិទគំនិតតូចតាចរបស់អ្នកទៅបើមិនអញ្ចឹងទេមិនមែនត្រឹមតែបណ្ដេញចេញទេគូរតនហ៊ីវស្រវឹងហើយនាំនាងត្រឡប់ទៅវិញ អូអញ្ចឹងថាកាសហ្វេងលោកនាយកជាងប្រកល់ឲ្យណាហើយអត់ណាហ៊ឺទៅខាប់ អូតទៅ ក្រោកត្រឡប់ទៅវិញ កុំរំខានខ្ញុំទេ បើផឹកមិនកើតកុំផឹកច្រើនអីស្រវឹងដូចជ្រូកពីមុនមិនដែលឃើញទេស្រីម្នាក់នេះពេលនៅស្ងៀមមើលទៅស្អាតណាស់ យើងបន្តផឹកទៀតយប់នេះមិនស្រវឹងមិនត្រឡប់ទេ ខ្ញុំថាស្រីម្នាក់នេះកើតឆ្នាំស្វាយស្រវឹងហើយនៅតែរញ៉េរញ៉ៃដេកចុះគុំរញ៉េរញ៉ៃ អត់ទេខ្ញុំចង់ផឹក
ឡការអត់ធ្មត់របស់ខ្ញុំមានកំណត់ មុខអ្នកមើលទៅដូចប្តីអតីតអាក្រក់របស់ខ្ញុំលោកមើលទៅដូចម៉េចក៏ដូចអតីតប្តីពីរបស់ខ្ញុំដូច្នេះភ្នែកនេះច្រមុះនេះនិងមាត់នេះដូចគ្នាបេះបិទ គុំប៉ះខុសកន្លែងបើនៅតែប៉ះខុសកន្លែងទៀតខ្ញុំនឹងបោះអ្នកចេញពីឡាន អូអ្នកជាមនុស្សអាក្រក់អ្នកសង្កត់សង្កិនខ្ញុំ ទៅឈូងសមុទ្រទឹករយៈឲ្យលឿន លោកហ្វុងលោកស្រីតូចនៅវិឡានៅឡើយលោកនាំអគ្គនាយកជាងទៅវិញតើវាមិនមែនបន្តិចទេ គុំនិយាយច្រើនឲ្យលឿន ស្រីស្នំទល់នឹងប្រពន្ធផ្លូវការមិននឹកស្មានថាលោកហ្វុងលេងរីករាយផងដែរ ឲ្យខ្ញុំទៅ អ្នកចង់ធ្វើអីទៀត អ្នកល្ងងមែនទេខ្ញុំច្បាស់ជាចង់ដល់សម្លៀកបំពាក់ចូលគេងហើយ គុំដោះទៀតចូលកេង អ្នកឲ្យខ្ញុំទៅ គុំរើខុសកន្លែងបើនៅតែរើទៀតខ្ញុំមិនអាចធានាបានទេថាអ្នកអាចចេញដោយគ្មានគ្រោះថ្នាក់ជាងស៊ីនយ៉ានឯង ឯងជាប្រុសអាក្រក់ជាអ្នកក្បត់ស្នេហ៍ឯងចេះតែជិះជាន់ខ្ញុំ បើឯងចង់និយាយក៏និយាយទៅគុំយំអីឯង ប៉ុន្មានឆ្នាំនេះខ្ញុំធ្វើជាប្រពន្ធពេញម៉ោងសម្រាប់ឯងមើលថែរការបរិភោគនិងការរស់នៅរបស់ឯងតែឯងវិញពេលដែលសង្សារចាស់របស់ឯងត្រឡប់មកវិញឯងក៏បោះបង់ខ្ញុំចោល តាមពិតខ្ញុំនឹងមានយួរមិនមែន ខ្ញុំចង់ក្អួតឯងចាំខ្ញុំ ឯងគុំក្អួតមុនអី មិនបានទេមិនទាន់ពេលហើយឯងចាំខ្ញុំរកកន្លែងឲ្យឯងសិន ឯងគុំក្អួតមុនជាងស៊ីនយ៉ានឯងពូកែណាស់ ទើបតែខ្ញុំថាខ្ញុំចង់ក្អួតទេ ឯងចូលគេងភ្លាមបើមិនអញ្ចឹងទេខ្ញុំនឹងដាក់ទោសឯងតាមពិតស្ត្រីម្នាក់នេះពេលខ្លះក៏គួរឲ្យស្រឡាញ់ដែរ អស់រឿងហើយមិនត្រឹមតែស្រវឹងហើយផ្ទះគាត់មួយថ្ពួកថែមទាំងក្អួតដាក់គាត់ពេញខ្លួនទៀតស្លាប់ហើយលើកនេះស្លាប់ប្រាកដហើយ ស៊ីហើយលិតហើយចង់រត់ចោល ជាងស៊ីនយ៉ានឯងចាប់ផ្ទះស្ដាស្នេហ៍ណា ខ្ញុំមិនមែនចិត្តណាចង់ល្មើសឯងទេខ្ញុំស្បត់នឹងមេបើខ្ញុំមានចិត្តអាក្រក់ចំពោះឯងបន្តិចខ្ញុំសុខចិត្ត ដូច្នេះយប់ម្ញែងក៏មិនមែនចិត្តនេះដែរ មែនហើយវាគ្រាន់តែជារឿងចៃដន្យទេអញ្ចឹងបើគ្មានអីទេខ្ញុំ លោកនាយកយុបមិនលោកហ្វុងនាំលោកត្រឡប់ណាទាំងពីរខ្មនរឿងអ៊ីកាត់ឡើងទេ គ្មានអីកើតឡើងទេឈប់ឆ្ងល់ទៅធ្វើការវិញទៅមិនគួរទេ ព្រោះសំណាក់ស្រីម្នាក់ស្រាធ្វើឲ្យផ្លេចខ្លួនប្រកាសជាមានអ៊ីកាត់ឡើងខ្ញុំទៅធ្វើការសិន គ្រាន់តែថាបមួយទេដឹងខ្លួនឡើង ខួរក្បាលណាស់ទៅហើយ មិនមែនលោកហ្វុងទេមុខអ្នកនេះត្រូវអ្នកស្រីតូចវាយអូនិយាយពីនេះលោកហ្វុងរៀបការបាន3ឆ្នាំហើយខ្ញុំរហូតដល់ពេលនេះមិនទាន់បានឃើញអ្នកស្រីតូចនេះទេបាទលោកហ្វុងខ្ញុំស្រាប់តែនឹកឃើញគម្រោងរបស់ខ្ញុំ ចេញទៅខ្ញុំមិនចង់ឃើញអ្នកទៀតទេយល់ហើយ អ
ជាងស៊ីនយ៉ាននោះមើលទៅស្រឡូនកម្លាំងដៃនេះមិនតិចទេ ខ្ញុំទៅតែទៅទីដំណឹងលោកហ្វេងជាប្រធានរបស់យើងបានរៀបការហើយនាងជាងស៊ីនយ៉ានគឺជាអ្នកចូលរំខានអាពាហ៍ពិពាហ៍អ្នកដទៃអណទីវ័យ ពើទឺអត់ ពិតប្រាកដណាស់ អត់ណាត់ហ៊ូណាត់ជុកនិយាយរឿងអ្នកប្រយោជន៍នៅទីនេះទៅបង្កើតបង្ខូចប្រធាន អ្នកជាកូនឆ្កែរបស់ជាងស៊ីនយ៉ានទៅឆ្ងាយទៅ ប្រធាន និយាយក៏និយាយហេតុអ្វីត្រូវធ្វើបាបគេ អ្នកមកល្អណាស់លោកហ្វេងជាប្រធានរបស់យើងបានរៀបការហើយអណគឺជាអ្នកទី3ដែលគ្មានមុខ និយាយឲ្យច្បាស់មើលតើខ្ញុំចូលរំខានពេលណាអាពាហ៍ពិពាហ៍របស់លោកហ្វេង កាលពីយប់មិញអ្នកនិងលោកហ្វេងថាប់គ្នាយើងទាំងអស់គ្នាបានឃើញ អូខ្ញុំយល់ហើយកាលពីយប់មិញលេងហ្គេមលោកហ្វេងជ្រើសរើសខ្ញុំមិនបានជ្រើសរើសអ្នកដូច្នេះអ្នកខឹងនឹងអៀនខឹងឈឺចិត្តនិយាយបង្កាច់បង្ខូចនៅទីនេះ ខ្ញុំឃើញថាអាចមែនលោកហ្វេងមិនបានជ្រើសរើសនាងនាងពេលនោះមុខបៃតងដោយកំហឹង មិនដឹងថាដំណឹងលោកហ្វេងរៀបការគឺនាងបង្កើតឡើង ខ្ញុំមិនបានកុហកទេមិត្តភក្តិខ្ញុំនឹងឆាប់ផ្ញើរូបថតរួមរបស់លោកហ្វេងនិងភរិយាមកទូរស័ព្ទខ្ញុំ អញ្ចឹង រូបថតផ្ញើមកហើយ អូអាក្រក់ ឥឡូវនេះខ្ញុំជាហ្វេងយូឆេងជាភរិយាមិនអាចលាក់បានទៀតទេ នេះ តើនេះជានរណា អត់ណាត់ហ៊ូទូបែងចង់យករូបណាមួយមកបញ្ឆោតយើងយ៉ាងហោចណាស់រករូបមករូបនេះមើលមកមិនដឹងតតែសអ្នកណាដឹងថាបទឬមិនពិតអញ្ចឹងខ្លាចស្លាប់សំណាងហើយដែលថតតែក្នុងខ្ញុំ ម៉េចក៏គ្មានមុខដូចណា ខ្ញុំថាមិត្តរបស់ហែងមិនមែនជាអ្នកស៊ើបការទេរូបនេះច្បាស់ជាថតលូចហើយ មិនអាចទេគាត់ប្រកាសជាមានរូបទៀតខ្ញុំនឹងសួរគាត់ទៀត លំហើយឥឡូវនេះជាម៉ោងធ្វើការឯងចង់ឲ្យអ្នករាល់គ្នាឈប់ធ្វើការមកស្ដាប់ឯងនិយាយរឿងឥតប្រយោជន៍ឬហើយខ្ញុំប្រាប់ឯងបើឯងហ៊ានបង្កាច់ខ្ញុំទៀតប្រយ័ត្នខ្ញុំមិនទុកឲ្យឯងទៅរំលាយគ្នាទៅ make sure មិនចូលចូលជាអ្នកយាមធ្វើឬ យេ យេ យេយេមែនទេ យេអ្នកមកធ្វើអី មកមើលចៃប្រុសខ្ញុំត្រូវសុំការអនុញ្ញាតដែរបើមិនមកស្រាប់តែទេស្គាល់ថាអ្នកធ្វើបាបប្រពន្ធចៃប្រុសរបស់ខ្ញុំទេ យេខ្ញុំធ្វើបាបនាងឯណា គ្រាន់តែពីកសំដីនេះមិនថាជាការធ្វើបាបទេ យេនេះវាជាអារម្មណ៍រវាងប្តីប្រពន្ធមែនទេ ក្រកឡើងយ៉ានតយេលម៉ាឡយ៉ានកុំខ្លាចមីនយេណៃទីនេះកូនណាក្រកនោះដែលវាហ៊ានធ្វើបាបណាទៀតយើងនឹងដោះស្រាយវាយ មិននឹកស្មានថាឯងហ្វុងយូឆេងក៏មានថ្ងៃសុំខ្ញុំដែរ យ៉ានហេតុអីមិននិយាយអញ្ចឹងដល់ទីពិតជាធ្វើបាបណាមែនទេយើងនឹងបង្រៀនវាឥឡូវនេះ អើយេនិយាយមួយម៉ាត់មកបើមិនអញ្ចឹងទេខ្ញុំស្លាប់ហើយ យេគាត់មិនបានធ្វើបាបខ្ញុំទេ ខ្ញុំថាហើយខ្ញុំមិនបានធ្វើបាបប្រពន្ធចៅប្រុសរបស់លោកយាយទេ អញ្ចឹងលើកនេះអត់ទោសណា យាយសូមទុកចិត្តខ្ញុំជូនលោកយាយទៅផ្ទះចាស់វិញ គឺខ្ញុំទៅមកដល់ណាចង់ជូនខ្ញុំត្រឡប់ទៅវិញហើយថ្ងៃនេះខ្ញុំនឹងនៅទីនេះយ៉ាងម៉េចណាមិនស្វាគមន៍ស្រីចាស់នេះទេ តែយីមិនស្វាគមន៍ចង់នៅប៉ុន្មានថ្ងៃក៏បាន អញ្ចឹងសំហេតុផលកូនអាក្រក់ឯងវិញ ស្វាគមន៍ត្រូវតែស្វាគមន៍ អញ្ចឹងមើលទៅអ្នកមានចិត្តពិតប្រាកដស្វាគមន៍ខ្ញុំអញ្ចឹងខ្ញុំនឹងនៅទីនេះមុនថ្ងៃខួបកំណើតអាយុ70ឆ្នាំនៅទីនេះ មិនបាច់ទេតាមការស្គាល់យាយរបស់ខ្ញុំនាងស្នាក់នៅនិងព្យាយាមគ្រប់មធ្យោបាយផ្សំគុំខ្ញុំនឹងជាងស៊ីនយ៉ាន លើកនេះហ្វុងយូឆេងនឹងព្រួយ ម៉េចមកអញថាស្វាគមន៍តើសុទ្ធតែខ្លាំងខ្លាយទេ យេខ្ញុំមិនមែនមានន័យបែបនោះទេខ្ញុំមិនមែនមើលឃើញថាលោកយាយមិនបានយកសម្លៀកបំពាក់ដូរមកទេនៅទីនេះយូរនឹងមិនស្រួល រឿងនេះខ្ញុំបានឌីកជំរួយថៃតាំងពីយូរ
ลูกเย่สำลิกเปบละรูบอลูกเย่หนึ่งรูบอประจำทำไมสุดแต่นึกน้องปรอบในหาย ยีโลกยีนี่ อะลอสูลไฮแมนเดฮ่าฮ่าฮ่า สรัวนะ มองก่อยิบหายซับเตอร์สำรักนำบันเตอร์ เย่จำบันติกบันตบมันต้นรีบจำเตยีล้างเตอเหล่านี้ประกาศเจียเคยทาขยมหนึ่งเจียงซิงยานเด็กดัดแกรเปนูประกาศเจียมักชลอจีมวยขยมเตียด นี่มันดังเด็ดเอ ขยมกระถา กี่ไอ จำบันติเย่ เฮีย เอ็งมันจะลุงเนงเต เตรยีตีนตก អូនេះអង្វរខ្ញុំហើយ บ้านทาขยมอังวราย អាកប្បកិរិយារបស់ឯងអ្នកណាថាព្រម โจไฮจังบ้านไอเตียด ពីនេះទៅកុំធ្វើឲ្យខ្ញុំលំបាកនៅក្នុងក្រុមហ៊ុន บ้านขยมพร้อมโจไฮมันชับเตอลวงเนียงเอาหล่อเว้น ហាហាយាយគាត់ទើបតែមានន័យថាគាត់នឹងរៀបចំបន្ទប់ឲ្យស្អាតសិនរួចហើយយាយទើបចូលទៅស្នាក់ណោះ ฮ่าฮ่าฮ่ากูโดดแน่ ไอเนอโชเนอนังเทอไอมันชับเตอจุยเย่รีบจำบันตบไอหล่อ แมงดันกุมแต่รอกอดกูนักรอเอ็งจะรีบจัง ขยมเรียบจาง មិនឆាប់ទៅទេ บ้านขยมเตอ ซับเตอร์เตอร์นาแตงกีเด็กสู้นักนมบันทึกกามินเรื่องไอนาแตงปีดปรับนักรถกรองแต่กอดนาจำมัดแฟร์ หล่อ អេក្រែជារបស់ខ្ញុំហើយ ไอจ้ามา បើឯងហ៊ានដណ្ដើមក្រែជាមួយខ្ញុំថ្ងៃស្អែកខ្ញុំប្រាប់យាយឯងធ្វើបាបខ្ញុំ บ้านขยมโปรสลอมันชลอจีมวยสไรเตไว้ขนายมักขยม មិននឹកស្មានថាឯងក៏មានថ្ងៃនេះដែរហ្វេងសុងហ្វេងយូចេងទេឯងនេះយប់មិញខ្ញុំក៏មិនឃើញឯងចេញទៅណាទេឯងនេះម៉ូតថ្មី ไอเนอមានមុខនិយាយទៀតซาឡុងនោះមិនមែនជារបស់មនុស្សគេងទេខ្ញុំដេកត្រឡាងផ្ញើពេញមួយយប់អត់ដេកលក់សោះឯងនៅតែសើច ខ្ញុំនេះឃើញឯងអន់ចិត្តណាស់ទើបខ្ញុំទ្រាំមិនបាន ឯងសើចចម្ដឹងទៀតមើល ហ្វេងសុងឯងហៅខ្ញុំមកមិនមែនមកមើលឯងទេមើលក្រោមភ្នែកខ្មៅទេ ឯងប្រញាប់ឡើងជួយគិតវិធីឲ្យខ្ញុំផងបញ្ជូនយាយទៅ ខ្ញុំនឹងគិតវិធី ឯង ឯងគិតថាខ្ញុំជាអ្នកចេះគ្រប់យ៉ាងទេ បើឯងមិនដោះស្រាយរឿងនេះទេខ្ញុំនឹង ឯងនិយាយក៏និយាយមកចិត្តអី មិនថាយ៉ាងណាបើឯងមិនដោះស្រាយរឿងនេះទេខ្ញុំនឹងឲ្យឯងធ្វើការបន្ថែមរៀងរាល់យប់ឲ្យគេប្រកួតប្រជែងគ្នារហូតដល់ឈឺឬក៏ឲ្យឯងដេកសាឡុងដែរភ្លុករសជាតិឈឺចាប់ដែលខ្ញុំធ្លាប់ជួប ឯងនេះមុខក្រាស់ណាស់មិនយកទៅសងកំពែងទេគួរឲ្យស្ដាយណាស់ ខ្ញុំមនុស្សបែបនេះហើយខ្លួនឯងមិនស្រួលអ្នកដទៃក៏ត្រូវរងទុក្ខជាមួយដែរ តើអាចឈប់ធ្វើបែបនេះរាល់ដងបានទេ អញ្ចឹង អ៊ូអញទៅតែនិយាយថាបញ្ជូនណានាទៅ យេ ฮ่าฮ่าฮ่าនោះខ្ញុំទៅតែខ្ញុំមិនឃើញអ្វីទេបន្តិច ល្អហើយយាយយល់ច្រឡំកាន់តែធំ មកយិបនេះផាត់ទឹកដោះក៏មួយកាជួយឲ្យដេកលក់ស្រួល យាយថ្ងៃនេះពូខ្ញុំមិនស្រួលបន្តិចខ្ញុំមិនផឹកទេ យីខ្ញុំក៏មិនចូលចិត្តផឹកដែរ អញត្រូវតែផឹក យីអញផឹកទៅ អញផឹកទៅ យាយឲ្យឯងផឹកឯងក៏ផឹកទៅ លើកណែចៃទូតរបស់ខ្ញុំទីនផុតក៏បានសម្រេច អេអ្នកធ្វើអីសូមស្ងប់ចិត្តកុំមានចិត្តចេះនៅទីនេះមើលឲ្យច្បាស់ខ្ញុំឈ្មោះចាំងស៊ីងយ៉ានមិនមែនស៊ូមីនយូរបស់អ្នកទេ ខ្ញុំហាក់ដូចជាត្រូវគេដាក់ថ្នាំ ដាក់ថ្នាំទឹកដោះគោនោះមានថ្នាំ ឥឡូវកុំខ្វល់ពីនឹងជួយខ្ញុំផង អេចាំបន្តិចចាំស្ងប់ចិត្តខ្ញុំរកវិធីឃើញហើយមកជាមួយខ្ញុំឈរនៅទីនោះធ្វើអីចូលទៅ មិននឹកស្មានអ្នកចូលចិត្តបែបនេះទេ ទៅណា
ជាងស៊ីនយ៉ានអ្នកឈួតហើយរុញខ្ញុំចូលក្នុងទឹក អេខ្ញុំកំពុងជួយអ្នកដោយចិត្តល្អគុំមិនដឹងគុណអីអ្នកភ្ញាក់ហើយណា អញ្ចឹងខ្ញុំត្រូវអរគុណអ្នក អេមិនបាច់អរគុណទេអ្នកនឹងងូតទឹកបន្តិចទៀតឡើងខ្ញុំ វ័យណាសើចខ្ញុំឥឡូវណាក៏សើមដូចគ្នា អ្នកឈួតឬអ្នកនេះ មិនឡើងចាំងូតអ្នកមកងូតទឹកជាមួយខ្ញុំឯងក៏ភ្ញាក់ខ្លួនផង ឯងឈួតហើយឯងទៅស្លាប់តើឯងឈួតហ្វេងយូឆេង ថ្នម អូ ទូស្គាល់ទេអញទៅ អត់លោកយាយសិនលឹកនងនោះឲ្យខ្លាំងណាស់ខ្ញុំឃើញលោកកូននិងអ្នកស្រីកូនប្រកាសជាបានហើយ ហេចាំងជីដូនជីតារក្សាជីដូនជីតារក្សាហេចាំងទុកអពុកូនក្មេងលេងទៅខ្ញុំក៏គួរទៅសម្រាប់ដែរ បាទលោកយាយ ស្ដីពីឯងងូតទឹកនេះមិនបានការទេមើលអីមើលទៀតចង់ខ្វាក់ភ្នែកចង់លេងសាច់ខ្ញុំទៀត ហា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 អូនអញក្លាហានណាស់ប្រសិនបើគេចង់ថើយបាញ់ពេទ្យ ឈប់និយាយតើគេចូលចិត្តស៊ូមីនយូធ្វើម៉េចអាចចង់ថើបខ្ញុំ និយាយពីយើងនេះហ្វេងយូឆេងជាមនុស្សអាក្រក់ណាស់មនុស្សស្រីរបស់គេត្រឡប់មកវិញនឹងឡៃលាស់ជាមួយអាងតែធ្វើការក៏ត្រូវគេរំខានគ្រប់កន្លែង មិនអីទេគេក៏សន្យាជាមួយខ្ញុំហើយមិនរំខានខ្ញុំទៀតទេ មិនបានត្រូវឲ្យហ្វេងយូឆេងដឹងគេមិនចូលចិត្តតាមគេខ្វាក់ភ្នែកដូចយ៉ាងស្អាតហើយពូកាមានមនុស្សចូលចិត្តច្រើនណាស់ ឈីងឈីងឯងចង់ធ្វើអី ចាំអូនបងនឹងរកមុខឲ្យអាង ខៀងសុងក្រុមហ៊ុនដៃគូរបស់យើងបានមកដល់ហើយហ្វេងសុងចង់ខយណាស់ទៅជួបគាត់ បាទខ្ញុំនឹងទៅឥឡូវនេះហ្វេងសុង ស៊ីងយ៉ានជី សឺយ៉ាវហេតុអ្វីបានជាអ្នកត្រឡប់មកវិញ បាទស៊ីងយ៉ានជីយូរណាស់ហើយដែលមិនបានជួប អ្នកទាំងពីរស្គាល់គ្នា ពឺ សួរណាស់ហើយអ្នកនៅតែសើច ហ្វេងសុងភ្នែក នៅតែសើចមិនមែនអ្នកណាវាយទេ ជាងសុងពិតជាមានអំណាចមែនហ៊ានវីហ្វេងសុងចំណែកការតេះដៃលើកមុនក៏មិនគួរជី ហេ អូនោះមិនអីទេខ្ញុំហាក់ដឹងអ្វីមួយអាចកំបាំងដ៏ធំចប់ហើយខ្ញុំមិនត្រូវគេសម្លាប់ទេមែនទេ លោកហ្វេងលោកគូនេះជាអ្វីដែលខ្ញុំធ្វើសម្រាប់កិច្ចសហការនេះផែនការសហការបន្ត ខ្ញុំជាអតិថិជនខ្ញុំមើលមុន ខ្ញុំជាណាប់គិតកឹងពិតណាស់ខ្ញុំមើលមុន តើអ្នកមិនអាចមើលជាមួយគ្នាទេ មិនបានទេ អញ្ចឹងកុំមើលទាំងអស់គ្នា ខ្ញុំមិនខ្វល់ទេយ៉ាងណាក៏ខ្ញុំចំពោះការរចនារបស់បងស៊ីងយ៉ានតែងតែទុកចិត្ត និយាយដូចជាអ្នកស្គាល់គ្នាច្រើន យើងស្គាល់គ្នាច្រើនណាស់ពេលខ្ញុំស្គាល់បងស៊ីងយ៉ានមិនទាន់ដឹងថាលោកហ្វេងនៅកន្លែងណាលេងភក់គឺសូយ៉ាវ គុំរករឿង អ្នកថាអ្នកណាគ្រឿង តើអ្នកនៅចង់និយាយពីកិច្ចសហការទៀតទេ ចា៎ អង្គុយ ការរចនាលើកនេះផ្ដោតលើចនាប័ទ្មសម្រាប់ខ្ញុំក៏បានបន្ថែមធាតុមួយចំនួនដែលភ្លឺច្បាស់ ល្អមិនអាក្រក់ បងស៊ីងយ៉ានចាប់ការងារហើយទៅញ៉ាំបាយជាមួយគ្នាទេ
នាងគ្មានពេលទេនាងត្រូវទៅផ្ទះជាមួយខ្ញុំ លែងដែរ អ្នកមិនណាបងស៊ីងយ៉ានប្រាប់អ្នកឡើងដែរទេ នាងជាប្រពន្ធខ្ញុំគុំជ្រៀតជ្រែករឿងគេ អ្នកទាំងពីរនឹងឡើងលេះគ្នាឆាប់ពីក្រោយមកមិនមែនទេ អ្នកទាំងពីរលែងគ្នាទាំងអស់គ្នាសូយ៉ាមកជាមួយខ្ញុំមួយផ្លែត បាទ មិនអីទេខ្ញុំចិត្តខឹង ស៊ីយ៉ាវអ្នកគ្រប់គ្រាន់ហើយអ្នកទៅប្រាប់បងស្រីរបស់អ្នកខ្ញុំទទួលយកចិត្តរបស់នាងប៉ុន្តែបន្ទាប់ពីនេះអ្នកនៅតែត្រូវបន្តសហការជាមួយហ្វេងយូឆេងកុំព្រោះតែខ្ញុំធ្វើឲ្យមិនសប្បាយចិត្ត បងស្រីស៊ីងយ៉ានតើមានការយល់ច្រឡំអ្វីទេ មិនមែនបងស្រីរបស់អ្នកទេដែលឲ្យអ្នកជួយខ្ញុំធ្វើឲ្យហ្វេងយូឆេងខឹង មិនមែនបែបនេះទេបងស្រីខ្ញុំមិនបានប្រាប់ខ្ញុំទេខ្ញុំគ្រាន់តែមិនអាចត្រាំមើលហ្វេងយូឆេងនោះធ្វើបាបអ្នកទើបខ្ញុំមិនអាចត្រាំទៅកើត តាមពិតគាត់ក៏មិនមែនធ្វើបាបខ្ញុំទេគ្រាន់តែមិនចូលចិត្តខ្ញុំប៉ុណ្ណោះ អេ និយាយពីស៊ូមីនយូនោះគាត់ត្រូវបានគេហៅថា 4000 ឆ្នាំស្រីស្អាតដែលពិបាកជួបមនុស្សស្អាតការអប់រំក៏ខ្ពស់ដូច្នេះហ្វេងយូឆេងមិនចាប់អារម្មណ៍ខ្ញុំក៏ធម្មតា មិនមែនបែបនេះទេបងស្រីស៊ីងយ៉ានអ្នកតែងតែពូកែជាងពន្លឺព្រះចន្ទរបស់ហ្វេងយូឆេងមិនបឹងខ្លាំងប៉ុន្មានដង នៅតែអ្នកនេះតាំងពីតូចរហូតដល់ធំធ្វើឲ្យខ្ញុំសប្បាយ ខ្ញុំមិនមែនដើម្បីលួងលោមអ្នកទេខ្ញុំនិយាយការពិតបងស្រីស៊ីងយ៉ានតាមពិតខ្ញុំតែងតែ អ្នកយូអ្នកចេញមកមើលវិញ មានរឿងអី ស្អីក៏ដោយអ្នកចេញមកមើលអ្នកយូភូកេរណា ស៊ីងយ៉ានយើងចូលចិត្តណាស់ទទួលយកចិត្តរបស់យើងចូលចិត្តណាស់សូមទទួលយកចិត្តរបស់យើង វាដូចជារឿងដែលប្អូនស្រីឯងអាចធ្វើបាន ត្រូវហើយដូចជាចញ្ញាបតរបស់បងស្រីខ្ញុំ នាយកគ្រប់គ្រងជាងមានមុនស្នេហ៍ដូច្នេះទេអ្នកដេញតាមទាំងនេះ បានមកដល់ក្រុមហ៊ុនទាំងអស់ ខ្ញុំធ្លាប់ឃើញអ្នកដែលដេញតាមគេមិនដែលឃើញការដេញតាមជាក្រុមទេនាយកគ្រប់គ្រងជាងប្រហែលជាអ្នកចូលចិត្តច្រើនអ្នកធ្វើឲ្យហួសហេតុពេកខ្លាចគេមិនដឹងគឺជាការរៀបចំពិសេស នាយកគ្រប់គ្រងហុងឯងមិនយល់ទេមែនទេដូចជានាយកគ្រប់គ្រងជាងបែបនេះស្អាតមានអកបកិរិយាផងនារីដែលមានសមត្ថភាពការងារខ្លាំងមានអ្នកដេញតាមច្រើនបែបនេះមិនចម្លែកតតែសោះ ឯងយល់ច្បាស់ណាស់ដូច្នេះបដូរការងារឡើងវិញទីប្រឹក្សាស្នេហាម៉េក អូនាយកគ្រប់គ្រងហុងខ្ញុំប្រហែលជាក្តៅខ្លួនហើយនិយាយមិនសមហេតុផល អ្នកទាំងអស់គ្នាក្រោកឡើងឲ្យលឿនក្រោកត្រឡប់ទៅកន្លែងណាដែរមកនេះ អ្នកស្រីគូបានប្រាប់រួចហើយត្រូវធ្វើឲ្យក្រុមហ៊ុនគ្រប់គ្នាដឹងជាពិសេសនាយកគ្រប់គ្រង អ្នកឯងត្រឡប់ទៅមុនចំណែកអ្នកស្រីគូខ្ញុំនឹងរៀបរាប់ល្អ មកជាមួយខ្ញុំ ឯងធ្វើអី ទៅធ្វើអី មកជាមួយខ្ញុំឯងធ្វើអីទៅណា វ៉ាវ ថៅកែហ្វុងឃើញនាយកជាងត្រូវគេតាមច្រើនណាស់មានអារម្មណ៍គ្រោះថ្នាក់ហើយ ដែលបានទទួលការយកចិត្តទុកដាក់ពីថៅកែហ្វុងនាយកជាងពិតជាសំណាងណាស់ពេលណាទៅខ្ញុំអាចឲ្យថៅកែហ្វុងមើលមកវិញបាន ឈប់និយាយអីខ្ញុំ មើលគេកັບហើយត្រឡប់ទៅធ្វើការវិញទៅ អូខេបងស៊ីងយ៉ានខ្ញុំមកយឺតហើយមែនទេ ឯងត្រូវតែទៅតាក់ទាញគ្រប់កន្លែង ខ្ញុំតាក់ទាញអ្នកណា មុននេះគូនសិរិយាការពីរែងក្រោយមកក៏មានអ្នកតាមច្រើន ឈប់ខ្ញុំនឹងសយ៉ាវមិនមែនដូចឯងគិតទេហើយអំពីអ្នកតាមនៅខាងក្រៅហ្វុងយូឆេងយើងហាក់ចិត្តលែងគ្នាហើយទេឯងមានសិទ្ធិអីសួរខ្ញុំ ដែលរៀបណាយើងមិនទាន់ឡើងគ្នាឯងនៅតែជាប្រពន្ធខ្ញុំ អញ្ចឹងទេបើអញ្ចឹងតើឯងមិនគួរពន្យល់ខ្ញុំពីរឿងឯងនិងស៊ូមីនយូហ្វុងយូឆេងបើឯងប៉ះខ្ញុំឯងមិនអាចគិតដល់គូស្នេហ៍ចាស់របស់ឯងទេគិតឲ្យច្បាស់ ខ្ញុំនឹងមីនយូមិនមែនដូចចែងគិតទេ នឹងយូសែងឯងទាំងពីរធ្វើអីនឹងយូសែងឯងកំពុងធ្វើអី បើកញ្ញាស៊ូមកដល់ហើយអញ្ចឹងខ្ញុំមិនរំខានការស្និទ្ធស្នាលរបស់ឯងទេ នឹងយូសែងខ្ញុំរំខានឯងនឹងបងស្រីស៊ីងយ៉ានហើយមែនទេ បងរបស់ឯងនៅខាងនោះមិនដាច់មនុស្សទេ
មេចាញ់ចេញពីមន្ទីរពេទ្យជាមកវិញ ខ្ញុំមិនមែនចង់ឲ្យឯងភ្ញាក់ផលទេរ៉ាបងយូសែងឯងគិតឲ្យងត់ មីនយូបងរបស់ហែងបានសង្គ្រោះខ្ញុំដឹងគុណគាត់ណាស់អញ្ចឹងឯងឲ្យខ្ញុំទៅប្រលានយន្តហោះទទួលឯងទៅឡើងឡាខ្ញុំបានធ្វើតាមអ្វីដែលឯងចង់ហើយប៉ុន្តែនេះមិនមានន័យថាខ្ញុំនឹងរៀបការជាមួយឯងទេឯងជាស្រីល្អម្នាក់កុំខាតពេលវេលាដាក់អញអីមិនអីទេ តែ សុខភាពឯងមិនល្អទេខ្ញុំឲ្យជំនួយការឆេងជូនឯងត្រឡប់វិញ អាក្រក់មែនគ្មានណាឯងដណ្តាមយកញៀវសែងពីដៃខ្ញុំជីងស៊ីងយ៉ានឯងចាំមើល ស្រីមិនចេះដឹងគុណម្នាក់នេះ អី ស៊ូមីនយូ នាងត្រឡប់មកវិញមុនកំណត់ អេ អញ្ចឹងតើអ្នកក្រុងធ្វើម៉េច ខ្ញុំអាចធ្វើម៉េចបាននេះក៏មិនមែនជាអ្វីដែលខ្ញុំអាចសម្រេចចិត្តបានដែរ អញ្ចឹងអ្នកទុកពួកស្រីអាក្រក់ទាំងនេះមកសបាយនៅមុខអ្នកនឹមយ៉ាងណាក៏ត្រូវឲ្យពួកគេចេញមកតែកំភ្លីងពីរដងស្រាយចិត្តបន្តិច អូខ្ញុំគ្មានហេតុផលខ្ញុំទៅផ្ទះកំភ្លៀងអ្នកដតីពីរដងធ្វើឲ្យអ្នកឃើញគិតថាខ្ញុំឈួតបញ្ជូនខ្ញុំចូលទៅ អញ្ចឹងទៅលេងឡាស់លើនេះកុំឲ្យឃើញរាល់ថ្ងៃធ្វើរអាក់រអួល សូមបដូរចរិតនេះបន្តិចបានទេខ្ញុំបានប្រាប់ហើយចាំជីដូនធ្វើបុណ្យចម្រើនអាយុចប់សិនខ្ញុំទើបលែងលេះជាមួយគាត់ជីដូនចិត្តចូលអាយុ70ហើយតើខ្ញុំអាចឲ្យនាងឈឺចិត្តបានទេ តាមួយនេះតកតងអីនឹងនាងអាយុ70មកបងស្រី ញ៉ាំនំខេកយើងកុំឲ្យគំនិតអាក្រក់ទៀតអីញ៉ាំយឺត នេះមិនក៏ថាជាគំនិតអាក្រក់ឆាប់ទទួលបានដំណើរនេះយឺតទទួលបានដំណើរនេះត្រូវតែទទួលដំណើរនេះ អញ្ចឹងតាមការនិយាយរបស់អ្នកទីបញ្ចប់នៃជីវិតគឺសេចក្តីស្លាប់ឆាប់ស្លាប់យឺតក៏ស្លាប់ដដែលស្លាប់ឆាប់បានកើតវិញឆាប់មិនស្មើស្លាប់តែម្ដងទៅ បងស្រីអ្នកនិយាយអញហ៊ានឆ្លើយឆ្លងកុំវាយខ្ញុំញឹកញាប់បានទេខ្ញុំធំប៉ុណ្ណេះហើយកុំមើលខ្ញុំដូចក្មេង ខ្ញុំប្រាប់អញមិនចង់ធ្វើក្មេងអីចឹងអញជីក្មេងនឹងហើយអីប្រសិនបើ បងប្រុសខ្ញុំអាចត្រឡប់មកវិញបាន ល្អប៉ុណ្ណា ស៊ូហានអ្នកគួរតែដេកបែបនេះជានិច្ចអ្នកកុំបារម្ភខ្ញុំនឹងមើលថែអ្នកឲ្យបានល្អព្រោះតែខ្ញុំអាចទទួលបានការអនុគ្រោះពីហ្វុងយូចេងដោយសារតែអ្នកផងដែរពីនេះតើបងស្រីរបស់អ្នកអាចមានតែខ្ញុំទេយេណែ នាងត្រឡប់ទៅផ្ទះចាស់វិញហើយនាងទៅញ៉ាំបាយជាមួយគូសៃយ៉ាវឆ្ងាញ់ទេ ឯងនឹងស៊ូមីនយូនឹងឆ្ងាញ់ជាងគេទៅវិញ ខ្ញុំនឹងមីនយូមិនមែនដូចអ្វីដែលអ្នកគិតទេខ្ញុំស៊ឺ ឈប់ទៅពីរអ្នកយើងចិត្តទៅលែងលះគ្នាហើយឯងចង់ធ្វើម៉េចក៏ធ្វើទៅមិនតាក់ទងនឹងខ្ញុំទេ ជាងស៊ីនយ៉ានតើអ្នកចូលចិត្តគូសៃយ៉ាវជាក្មេងតូចនោះហើយ អញ្ចឹងគេហៅថាក្មេងស្អាតអស់ល្បិចណាស់ប៉ុន្តែពេលនេះអ្នកយកចិត្តទុកដាក់នឹងខ្ញុំខ្លាំងណាស់មែនតើអ្នកចូលចិត្តខ្ញុំហើយមែនទេតើអ្នកចូលចិត្តខ្ញុំហើយឬ ចូលចិត្តណាស់និយាយលេងអីធ្វើម៉េចខ្ញុំនឹងចូលចិត្តណាស់ បើអញ្ចឹងចូលកុំមកគ្រប់គ្រងខ្ញុំចង់ទៅញ៉ាំបាយជាមួយអ្នកណាក៏បាន នេះយើងមិនទាន់លែងលះគ្នាទេខ្ញុំច្បាស់ជាត្រូវគ្រប់គ្រងខ្ញុំមិនអាចទុកឲ្យណាពាក់មុខបៃតងឲ្យខ្ញុំទេ មិនមែនទេខ្ញុំគ្រាន់តែញ៉ាំបាយធ្វើម៉េចបានជាពាក់មុខបៃតងចុះអ្នកជាមួយនាងស៊ូមីនយូអ្នកទាំងពីរនៅតែអបគ្នាតើអ្នកនឹងមានកូនកើតមកហើយឬ អ្នកនិយាយអីប្រយោជន៍ខ្ញុំនឹងនាងមីនយូមិនមែនដូចអ្នកគិតទេ បាទអ្នកទាំងពីរបរិសុទ្ធបំផុតស្រឡាញ់ចិត្តមិនមែនរូបកាយមែនទេចង់ស្រឡាញ់រូបកាយតែអ្នកអាចទេ ណាអ្នកនិយាយអីគេធ្វើម៉េចខ្ញុំមិនអាច បានអ្នកនឹងឲ្យពូកែអ្នកអត់មានជីវិតផ្លូវភេទ3ឆ្នាំ ជាងស៊ីនយ៉ានណាឡពេលនេះវ័យអ្នកមើលថាខ្ញុំពូកែអត់ឥឡូវនេះខ្ញុំនឹងឲ្យអ្នកមើលថាតើខ្ញុំអាចធ្វើបានឬអត់ អេអ្នកកុំឈួតយើងនឹងលែងលះគ្នាឆាប់ ជាងស៊ីនយ៉ានអ្នកចង់លែងលះជាមួយខ្ញុំខ្លាំងមែនទេ បាទហេតុអ្វីស្រាប់តែខឹង
មិនមែនអ្នកទេដែលចង់លែងលះចម្លែកណាស់ខ្ញុំគិតថាខ្ញុំទម្លាប់អ្នករាល់ថ្ងៃក្នុងរយៈពេល3ឆ្នាំដំបូងដោយត្រង់នេះបដូរពណ៌វាប្រហែលជាលទ្ធផលនឹងល្អជាង គ្រប់គ្នាឈប់ធ្វើការមួយផ្លែតសូមណែនាំមិត្តរួមការងារថ្មីម្នាក់ស៊ូមិនយូបន្ទាប់មកនាងនឹងរួមការងារជាមួយនាយកជាងរួមគ្នាទទួលខុសត្រូវនាយកឋានរចនា បងស្រីសូមជួយថែរក្សាពីពេលនេះទៅ ពីនេះទៅយើងទាំងអស់គ្នាជាមិត្តរួមការងារមិនបាច់រាក់ទាក់ទេ នេះមិនយុត្តិធម៌ទេលោកចាំបានធ្វើឲ្យនាយកឋានរចនារបស់យើងត្រូវបានរៀបចំយ៉ាងល្អហេតុអ្វីបានជានាងមកដល់ផ្លាមអាចអង្គុយស៊ីផលបានកូលោកតាំងគំរារាំងខ្ញុំពេលនោះគេនឹងគិតថាយើងងាយគេបោ បងស្រីសុំទោសខ្ញុំដើមឡើយក៏ចង់ចាប់ផ្ដើមពីធ្វើការជាអ្នកអុចណេប៉ុន្តែខ្ញុំសុខភាពមិនល្អបងយូចេងក៏បារម្ភពីខ្ញុំដែរហត់ពេកបើសិនជាដូសិនលបនៅក្នុងពិធីមង្គលការនោះនឹងក្លាយជារឿងគួរឲ្យអស់សំណើច ពួកគេចាប់ផ្ដើមរៀបចំរៀបការហើយឬ កូនក្រមុំអស្ចារ្យណាស់មីនយូគឺជាគូដណ្ដឹងរបស់លោកផុងរបស់យើង មិនចម្លែកទេទើបតែមកដល់នាយកឋានរចនាក៏អង្គុយស្មើលោកចាំងការជំនួសវិញនេះគឺគ្រាន់តែពាក្យមួយម៉ាត់ប៉ុណ្ណោះ បងស្រីមិនអីទេមែនទេ មិនអីទេ អញ្ចឹងអរគុណបងស្រីចំពោះការយល់ដឹង មីនយូអ្នកជាគូដណ្ដឹងរបស់លោកផុងរបស់យើងហេតុអ្វីត្រូវរាក់ទាក់ជាមួយនាង នឹងហើយនាងគ្រាន់តែជាបុគ្គលិករបស់ក្រុមហ៊ុនផងបុគ្គលិកតូចមួយប៉ុណ្ណោះ គួរឲ្យអាណិតលោកចាំងធម្មតាបានល្អជាមួយអ្នកទាំងអស់គ្នាដូច្នេះអ្នករាល់គ្នាដូចជាឆ្កែខ្មាំងចាស់ កូអ្នកជក់មកជាមួយខ្ញុំ ប៉ុន្តែ ខ្ញុំទើបតែមកដល់បានញឹកអំណាយមកឃើញអ្នកទាំងអស់គ្នានេះជាមើលកំណត់ហេតុ អរគុណ អ្នកនាងស៊ុំដក៏ធ្វើឲ្យនាយកឋានរចនាបែកបាក់ពិតជាមិនសាមញ្ញរឿងនេះត្រូវប្រាប់លោកផងទេ តើមានអ្វីនៅលើមុខខ្ញុំទេអ្នកមើលខ្ញុំពេញមួយព្រឹកហើយបើអ្នកគ្មានអ្វីធ្វើទេយកដាក់ក្រុមហ៊ុនទៅរត់ក្រៅពីជុំ អូលោកហ្វុងខ្ញុំមានរឿងមែនគឺមិនដឹងថាគូនិយាយអត់ ឆាប់និយាយមកមានអីនិយាយឲ្យចាប់កុំឈើសម្លឹងមើលខ្ញុំ លោកហ្វុងអ្នកនឹងរៀបការជាមួយនាងស៊ូ អ្នកណាប្រាប់អ្នក នោះនាងស៊ូប្រាប់បុគ្គលិកក្រុមហ៊ុនទាំងអស់ដឹង ចុះជាងស៊ីនយ៉ាននាងក៏ដឹងដែរ នាងស៊ូប្រាប់នៅចំពោះមុខបុគ្គលិកក្រុមហ៊ុនទាំងអស់ហើយញុះញង់បុគ្គលិកនាយកឋានរចនាបានប្រមាថជាងស៊ីងយ៉ានមួយចប់និយាយថានាងអៀនខ្មាស់នាងលួងលោមណាស់ ពេលនាងងដំណឹងនេះបង្ហាញយ៉ាងម៉េច នាងនាយិកាឈៀងស្ងប់ស្ងាត់ណាស់អូមែនជំនួយការរបស់នាងចេញមុខនាងប៉ុន្តែនាងរារាំងគេហើយនាំទៅទៀត នាងគ្មានបង្ហាញភាពមិនសប្បាយចិត្តបន្តិចសោះអា ពិតជាគ្មាន ស្រីម្នាក់នេះទៅឲ្យគៀមកឲ្យខ្ញុំ បានលោកហ្វេងខ្ញុំនឹងទៅហៅកញ្ញាស៊ូមកឥឡូវនេះ អ្នកណាឯអ្នកឲ្យស៊ូមីនយូមក ដូច្នេះខ្ញុំហៅនាយកជាង ឈប់សិនអ្នកនៅទីនេះខ្ញុំទៅខ្លួនឯង តើហៅអ្នកណាទៅ អ្នកយូហេតុអ្វីបានជាអ្នកមិនប្រឆាំងប៉ូកេមុនក ូអ្នកមានពេលនេះគួរតែយកទៅធ្វើការងាររបស់ខ្លួនឯង2ថ្ងៃទៀតគឺជាក្រុមហ៊ុនរបស់យើងការប្រកាសផលិតផលថ្មីរដូវស្លឹកឈើជ្រុះ កុំបារម្ភខ្ញុំនឹងកំពេញភារកិច្ច កូតើមានអ្វីទៀតអ្នកមកធ្វើអី ក្រុមហ៊ុនរបស់ខ្ញុំចង់មកក៏មក បានលោកហ្វេងពូកែបំផុត លោកហ្វេងតើអ្នកចង់ទៅអង្គុយនៅទីនោះទេវារំខានការងារខ្ញុំបន្តិច អ្នកអាចថាស៊ូមីនយួននឹងរៀបការជាមួយខ្ញុំហើយគ្មានអ្វីចង់និយាយទេ ដូច្នេះរឿងដែលពួកគេត្រៀមរៀបការគឺពិតដូច្នេះខ្ញុំសូមជូនពរអ្នកទាំងពីរឲ្យនៅជាមួយគ្នាយូរអង្វែងមានកូនឆាប់
ជាងស៊ីនយ៉ានតើអ្នកមានចិត្តទេ គាត់បន្ទោសខ្ញុំពីរឿងជូនពរមិនអស់ពីចិត្តឈុតអាពាហ៍ពិពាហ៍របស់អ្នកខ្ញុំនឹងរចនាដោយខ្លួនឯងអញ្ចឹងគ្រប់គ្រាន់ទេឯង ឯងពូកែណាស់ មនុស្សអ្វីទៅអាចរចនាឈុតអាពាហ៍ពិពាហ៍ឲ្យអ្នកគឺជាអ្វីដែលធំបំផុតរបស់ខ្ញុំការអត់ធ្មត់តើត្រូវឲ្យខ្ញុំជាអតីតប្រពន្ធទៅធ្វើជាអ្នកកាន់កេរឲ្យនាង អូនបើគ្មានប្រុសក្នុងចិត្តប្រសិទ្ធភាពការងារកើនឡើង ជាងនេះយូសេងប្រាប់ឲ្យអ្នកធ្វើការបន្ថែមម៉ោងយប់នេះសម្រាប់សន្និសីទប់ផ្សាយថ្ងៃស្អែករៀបចំផែនការដែលត្រូវប្រាយ នេះមិនមែនជាការងាររបស់អ្នកទេ យូសេងខ្លាចខ្ញុំនៅពេលឲ្យអ្នកជួយម្ដងមិនបានទេ មិនមានធ្វើបែបនេះទេខ្ញុំទៅរកគាត់ អូត្រូវហើយយូសេងបាននិយាយថាអ្នកក៏មិនបាច់ធ្វើក៏បានប៉ុន្តែអ្នកដឹងទេผมក្រុមហ៊ុនមិនដែលចិញ្ចឹមមនុស្សខ្ទើទេ បានអ្នកទៅប្រាប់គាត់ខ្ញុំនឹងបញ្ចប់ភារកិច្ច អូនបន្តិចទៀតខ្ញុំត្រូវទៅញ៉ាំបាយជាមួយយូសេងបើមិនអញ្ចឹងទេខ្ញុំអាចនឹងជួយណា មិនបាច់ ជុំមេកូណាអ្នកមកធ្វើអី យូសេងកូយើងមិនបានញ៉ាំបាយជាមួយគ្នាយូរហើយថ្ងៃនេះតើអ្នកអាចទៅញ៉ាំបាយជាមួយខ្ញុំបានទេ ខ្ញុំមិនមានពេលទេបើអ្នកមិនចង់ញ៉ាំបាយតែម្នាក់ឯងទេខ្ញុំឲ្យជំនួយការឆេងទៅជាមួយអ្នកជំនួយការឆេង យូសេងកូអ្នកដឹងច្បាស់ណាស់ខ្ញុំគ្រាន់តែចង់ញ៉ាំជាមួយអ្នកតែម្នាក់ឯង ខ្ញុំមិនចង់ យូសេងកូអ្នកមិនអាចធ្វើយ៉ាងនេះចំពោះខ្ញុំទេអ្នកបានសន្យាជាមួយបងប្រុសខ្ញុំថានឹងមើលថែខ្ញុំឲ្យបានល្អ មើលលើមុខបងប្រុសណាខ្ញុំយល់ព្រមលែងលះជាមួយណាប៉ុន្តែអ្នកមិនគួរប៉ះពាល់ដល់បន្ទាត់ព្រំដែនរបស់ខ្ញុំទេ ខ្ញុំមិនដឹងថាអ្នកនិយាយពីអីទេ មិនដឹងពេលណាខ្ញុំនិយាយថាចង់រៀបការជាមួយណាអនុញ្ញាតឲ្យអ្នកនៅក្នុងក្រុមហ៊ុនខ្ញុំដោយធ្វើជាគូដណ្ដឹងរបស់ខ្ញុំ យូសេងកូខ្ញុំនោះមិនមែនខ្លាចគេគិតថាខ្ញុំជាអ្នកថ្មីមកជិះជាងខ្ញុំ ខ្ញុំឲ្យជំនួយការឆេងនាំអ្នកទៅគ្មានអ្នកណាមកជិះជាន់អ្នកទេរៃយ៉ៃណាវិនខ្ញុំមានថាអ្នកធំកែងណាស់ទើបតែចូលក្រុមហ៊ុនក៏ចាប់ផ្ដើមបង្កើតក្រុមរកមនុស្សនិយាយបង្កាច់បង្ខូចជាងស៊ីនយ៉ាន យូសេងកូអ្នកការពារជាងស៊ីនយ៉ានខ្លាំងណាស់តែអ្នកចូលចិត្តគាត់ហើយណា រឿងរបស់ខ្ញុំមិនមែនជាអ្នកគ្រប់គ្រងទេល្អហើយចេញទៅ យូសេងកូ ចេញទៅ នេះជាការចូលចិត្តមែនទេស្ត្រីរូបនេះកំពុងធ្វើអ្វីមិនទាន់ទៅផ្ទះនៅម៉ោងនេះទុកឲ្យនាងស្ត្រីដែលគ្មានចិត្តនេះហាត់ស្លាប់ទៅខ្ញុំមិនខ្វល់ទេពិតជាជំពាក់នាងមែន ហ្វុងយូឆេងជាអ្នកមូលធននិយមដ៏អាក្រក់ហ្វុងស៊ីស៊ីហ្វុងប៉ាភ័យពេញមួយថ្ងៃគិតតែពីសង្កត់សង្កិនខ្ញុំកុំឲ្យខ្ញុំចាប់បានបើមិនដូច្នោះទេខ្ញុំនឹងធ្វើអ្វីមួយខ្ញុំនឹងលះបង់អស់ពីកម្លាំងរហូតដល់ស្លាប់ ឃើញហើយនៅម៉ោងនេះនៅធ្វើការងារបន្ថែមពិតជាខំប្រឹងណាស់ មិនមែនអ្នកឲ្យខ្ញុំធ្វើការងារបន្ថែមទេនិយាយពាក្យចំអកនៅទីនេះ ខ្ញុំឲ្យអ្នកធ្វើការងារបន្ថែម អញ្ចឹងមនុស្សខ្លះអាណិតស្នេហ៍របស់ខ្លួនយកផែនការនៃកិច្ចប្រជុំសពផ្សាយមកឲ្យខ្ញុំធ្វើ ស៊ូមីនយួននិយាយប្រាប់ណាស់ អញ្ចឹងប៉ុន្តែហេតុអ្វីបានជាអ្នកនៅទីនេះមិនមែនអ្នកបានណាត់ជួបនាងទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាទេ ខ្ញុំថាអ្នកល្ងងឿនាងនិយាយអ្វីក៏អ្នកជឿទាំងអស់អ្នកមិនអាចគិតដោយខ្លួនឯងបានទេទោះបីអ្នកគ្មានខួរក្បាលក៏ដោយយ៉ាងហោចណាស់មកសួរខ្ញុំបន្តិច អូខ្ញុំឃើញអ្នកយកចិត្តទុកដាក់នាងខ្លាំងខ្ញុំក៏គិតថានាងនិយាយពិត បញ្ញារបស់អ្នកបែបនេះធំមកហើយមិនទាន់ត្រូវគេលោកពិតជាព្រះជួយ មាត់របស់អ្នកបែបនេះធំមកហើយមិនទាន់ត្រូវគេវាយពិតជាអស្ចារ្យ មាត់របស់អ្នកនៅជាមួយខ្ញុំនឹងពូកែណាស់ម៉េកមិនទាន់ឈប់ធ្វើការទេធ្វើការឲ្យក្រុមហ៊ុន នៅសល់បន្តិចទៀតធ្វើអស់ទាំងអស់ មកជួយអ្នកមើលមើលត្រង់នេះអ្នកធ្វើមិនត្រូវទេមើលបន្តិចបែបនេះល្អជាងមែនទេ
Phong Yu Cheng ប្រហែលជាសេកគឺដាច់ចុះ Maxon ខ្ញុំទៅបើកសេកគឺវិញ អត់ទេខ្ញុំមិនចោះទេខ្ញុំខ្លាចមិនចោះទេ អញ្ចឹងយើងធ្វើបែបនេះទៅអបគ្នាមួយយប់ទៅ អញ្ចឹងក៏បានដែរនាំខ្ញុំទៅជាមួយផងណា មិននឹកស្មានថាអ្នកខ្លាចចង្ងឹតដែរ ខ្ញុំជាស្រីម្នាក់ខ្លាចចង្ងឹតតែចម្លែកទេ មិនចម្លែកទេគ្រាន់តែមានខ្មោច អីយ៉ាលោកហ្វឹងប្រព័ន្ធអគ្គិសនីវាដាច់ហ្វុយហើយខ្ញុំនឹងអីគេនឹងខ្ញុំនឹងបិទប្រព័ន្ធអគ្គិសនី អីហ្នឹងខ្ញុំនៅសល់បន្តិចទៀតនឹងចប់ហើយមិននៅជាមួយឯងទេ មិននឹកស្មានស្រីម្នាក់នេះក៏មានពេលអៀនដែរ អូលោកហ្វឹងយើងកំពុងរងចាំលោកស្រីទេ ចាស់រងចាំ ទីបំផុតនឹងបានឃើញមុខមាត់ដ៏ស្រស់ស្អាតរបស់លោកស្រីថៅកែអាត់កំបាំង លោកហ្វឹងនេះលោកស្រីនាយកជាប្រពន្ធថៅកែមែនឬ ចាស់ខ្ញុំមិនបានប្រាប់ទេ អញ្ចឹងខ្ញុំរំភើបយូរហើយគូស្នេហ៍របស់នាយកជានិងលោកហ្វឹងពួកគេជាគូស្នេហ៍នឹងគ្នាហើយ ស្រីម្នាក់នេះធម្មតាមកខ្ញុំដាក់មុខមិនល្អជាមួយគូជាយ៉ាវិញនិយាយគ្នាស្បាយ លោកហ្វឹងយើងនៅហៅលោកស្រីឡើងឡានទេ នាងជាប្រពន្ធថៃកែអីបើកឡាន បាទ ចម្លែក Phong Yu Cheng ធម្មតាចេញមុនខ្ញុំយូរហើយហេតុអីគាត់នៅទីនេះទៀត បងស៊ីនយ៉ានមើលអី គ្មានអីទេជីយ៉ាវមកពីប្រលឹមណាស់មានរឿងអី មកធ្វើជានាការពារនាំព្រះនាងទៅធ្វើការ កុំបារម្ភអីខ្ញុំមានឡាន អត់ទេបងស៊ីនយ៉ាននេះជាការងារដែលបងស្រីខ្ញុំប្រកល់ឲ្យខ្ញុំអ្នកដឹងទេបងស្រីខ្ញុំជាមនុស្សបែបណាបើខ្ញុំមិនបានបំពេញការងារទេនាងត្រូវតែនិយាយឬឲ្យខ្ញុំឈឺក្បាលសូមជួយផងបងស៊ីនយ៉ាន អញ្ចឹងក៏បាន បាទខ្ញុំយកមុខសុវត្ថិភាពឲ្យអ្នកមកខ្ញុំដាក់ឲ្យអ្នក ខ្ញុំធ្វើដោយខ្លួនឯង បាទអៀបខ្ញុំឲ្យណែនបងស៊ីនយ៉ាន នេះជាអ្វីដែលខ្ញុំរៀបចំសម្រាប់ការសហការជាផែនការលម្អិត ខ្ញុំជឿថាមានមនុស្សមានទេពកោសល្យឲ្យដូចលោកនាយកជាងការសហការលើកនេះរបស់យើងនឹងប្រព្រឹត្តទៅយ៉ាងរលូន សូមអរគុណលោកនាយកគូ អញ្ចឹងតើចង់ឲ្យខ្ញុំយកកាវមកស្អិតដៃអ្នកទាំងពីរ ខ្ញុំក៏មានគំនិតដូចនេះដែរអញ្ចឹងយើងត្រឡប់ទៅវិញហើយសង្ខេបផែនការទាំងអស់គ្នា ស៊ីយ៉ាវពីនេះទៅនិយាយតិច អូខ្ញុំស្ដាប់បងស៊ីនយ៉ានអត់ឃ្លានហើយមែនទេបងស៊ីនយ៉ានយើងទៅញ៉ាំបាយខ្ញុំណែមអ្នកទៅញ៉ាំតើភោជនីយដ្ឋានដែលអ្នកចូលចិត្តជាងគេនោះយ៉ាងម៉េចដែរ អូល្អ យើងទៅ ក្រុមហ៊ុនមានអាហារដ្ឋានសម្រាប់បុគ្គលិក ម៉ោងអាហារថ្ងៃត្រង់ជាពេលទំនេររបស់បុគ្គលិកហើយខ្ញុំមិនដូចអ្នកទេហូបអ្វីនៅក្នុងចានហើយនៅតែមើលអ្វីនៅក្នុងឆ្នាំងស៊ីយ៉ាវទៅ ទៅហូបក្នុងចានមើលក្នុងឆ្នាំង ខ្ញុំហូបអ្វីនៅក្នុងចានមើលអ្វីនៅក្នុងឆ្នាំង ធ្វើឲ្យវងយូសេងនិងខូស៊ីយ៉ាប្រចាំគ្នាដោយសារណាជីងស៊ីងយ៉ាននៅពូកែខាងលេងបឹកណាខ្ញុំចង់មើលខិនបើគម្រោងស្កាមានបញ្ហាពូកែទិញពីអ្នកនៅតែការពារនៅទេហេខ្ញុំមានអ្វីដែរណាចង់បាន
ក្រុមហ៊ុនគូប្រជែងបានចេញផ្សាយមុនពេលកំណត់ផលិតផលថ្មីនៃការសហការរបស់យើងនេះ លោកនាយកចាងតើអ្នកមានអ្វីចង់និយាយទៀតទេ អ្នកកំពុងនិយាយអ្វីមិនសមហេតុផលអ្នកយុមិនអាចធ្វើរឿងបែបនេះទេ លោកនេចេងសូមលោកបណ្ដោគ្រប់គ្នាបានថាខ្ញុំជឿជាក់ថាលោកច្បាស់ជាមានអ្វីដែលមិនអាចនិយាយបាន អាមិនយូកុំនិយាយជំនួសស្នែងទៀតមនុស្សអាក្រក់បែបនេះគួរត្រូវបណ្ដាញចេញកុំឲ្យវាធ្វើឲ្យខូចក្រុមហ៊ុន អ្នកទាំងអស់គ្នានិយាយតែថាខ្ញុំជាអ្នកយកគំនូររចនាទៅឲ្យក្រុមហ៊ុនគូប្រជែងតើស្តាងណែណាគ្រាន់តែនិយាយចេញមកទេអញ្ចឹងខ្ញុំក៏អាចនិយាយបានដែរថាអ្នករាល់គ្នាជាអ្នកលាតត្រដាង លោកនេចេងពេលនេះហូហេតុពេកហើយយើងទាំងអស់គ្នាដឹងថាគម្រោងស្ការនេះគឺលោកជាអ្នកទទួលខុសត្រូវគ្រប់ពេលដូច្នេះសេត្រេសលក្រឹតក៏នៅក្នុងដៃលោកដែរ លោកក៏ដឹងថាខ្ញុំជាអ្នកទទួលខុសត្រូវគ្រប់ពេលដែរអញ្ចឹងការយកគំនូររចនាទៅឲ្យក្រុមហ៊ុនគូប្រជែងបាត់បង់ការងារនេះតើមានប្រយោជន៍អ្វីដល់ខ្ញុំ អ្នកច្បាស់ជាបានប្រយោជន៍ពីគេហើយ តាមខ្ញុំឃើញការពិតច្បាស់ណាស់គួរតែបណ្ដេញចាងស៊ីងយ៉ានចេញពីក្រុមហ៊ុន ត្រូវហើយបណ្ដេញចេញពីក្រុមហ៊ុន លោកនាយកអេឡូធ្វើម៉េចទៅ មិនអីទេដោយសារអ្នកទាំងអស់គ្នានិយាយថាខ្ញុំជាអ្នកយកគំនូររចនាទៅឲ្យក្រុមហ៊ុនគូប្រជែងអញ្ចឹងធ្វើបែបនេះមើលកាមេរ៉ាសុវត្ថិភាពផ្ទាល់ អ្នកនិយាយថាមើលកាមេរ៉ាក៏មើលខ្ញុំណែនាំអ្នកកុំប្រឹងប្រែងទៀតបើមើលកាមេរ៉ាឃើញវានឹងធ្វើឲ្យអ្នកខ្មាស់ ហេតុអ្វីបានជាអ្នកប្រញាប់ចោទប្រកាន់ខ្ញុំម្លេះតើអ្នកបានធ្វើអ្វីរឿងអាក្រក់ដែលលាក់កំបាំង ខ្ញុំអាចធ្វើអ្វីបានខ្ញុំឃើញថាអ្នកកំពុងពន្យាពេលដោយចិត្តណាមិនយួរអ្នកឆាប់ហៅគេបណ្ដេញនាងចេញ ដោយសារលោកនេះក៏ថែមជាងមិនទាន់ព្រមបបងចឹងសុំនាងមើលកាមេរ៉ាទៅ ប៉ុន្តែបានមើលកាមេរ៉ាក៏មើល សិនសឹកយុកាមេរ៉ា កញ្ញាស៊ឺកាមេរ៉ាខូចពីម្សិលមិញកំពុងជួសជុល លោកនាយកដ្ឋានជាងខ្ញុំឃើញថាអ្នកឃើញចំចំណុចនេះទើបតែសុំមើលកាមេរ៉ាមែន ច្បាស់ណាស់ខ្ញុំមិននឹកស្មានថានាងជាមនុស្សបែបនេះទេ ពិតមែន អ្នកណាថាខ្ញុំនឹងមើលកាមេរ៉ាក្រុមហ៊ុន មិនមើលកាមេរ៉ាក្រុមហ៊ុនឯងចង់មើលកាមេរ៉ាកន្លែងណាខ្ញុំបានដំឡើងកាមេរ៉ានៅក្នុងការិយាល័យ ចាំបន្តិចយកកាមេរ៉ាមកមើលតើអ្នកណាលួចយកប្លង់រចនាច្បាស់លាស់ លោកនាយកដ្ឋានជាងខ្ញុំខុសហើយគឺនាងជាអ្នកបង្គាប់ឲ្យខ្ញុំធ្វើបែបនេះ បាត់មកធ្វើរឿងបែបនេះនៅហ៊ានមកនេះចោតប្រកាន់ខ្ញុំទៀតប្រយោជន៍ខ្ញុំឲ្យមេធាវីរបស់ខ្ញុំទាំងណា កញ្ញាស៊ូលបងរថយន្តការពីមេតពិតជាល្បិចល្អមែនខ្ពស់ណាស់ដូចមនុស្សប្រភេទនាង ឃើញរឿងលែតដែរក៏ចង់ទិញណានអ្នកមកការពារខ្លួនលោកនេះចេញណាអត់ជិះទេ ខ្ញុំជឿមិនជឿសំខាន់អ្វីប៉ុន្តែកញ្ញាស៊ូខ្ញុំនៅតែត្រូវរំលឹកអ្នកមួយម៉ាត់ដើរផ្លូវយប់ច្រើនដងនៅទីបំផុតក៏ជួបខ្មោចដែរនៅតែប្រយ័ត្នបន្តិចទើបល្អ លើកនេះមិនតែប៉ុណ្ណោះមិនបានធ្វើឲ្យចេញសញ្ញាណរថែមទាំងស្ទើរដាក់ខ្លួនទៀត លោកប្រធានហ្វុងយើងត្រូវចូលទេ ចូលទៅធ្វើជាគ្រឿងតុបតែងនាំមនុស្សសម្រាប់ការិយាល័យខ្ញុំចង់សួរដោយខ្លួនឯង លោកប្រធានហ្វុងអ្នកសង្ស័យថារឿងនេះតាក់ទងនឹងកញ្ញាស៊ូ ថ្មីនេះអ្នកទំនេរណាស់មែនទេត្រូវឲ្យខ្ញុំរៀបចំអ្នកទៅផ្នែកសម្អាតក្រុមហ៊ុន Boss បង្គន់2 3ថ្ងៃ ខ្ញុំនឹងនាំមនុស្សមកភ្លាម Siêu Min Yu គុំឲ្យខ្ញុំខាត់ចិត្តទាំងស្រុង បងយូសេងរកខ្ញុំ ណាមើលអ្វីដែលអញធ្វើបានល្អ មិនមែនទេបងយូសេងស្ដាប់ខ្ញុំពន្យល់ ពេញយ៉ាខ្ញុំបានរកឃើញដែលលួចគំនូរប្លង់របស់ជាមស៊ីនយ៉ានបុគ្គលិកនោះនៅក្នុងកាតរបស់គេមានលុយ1លានដែលអញផ្ទេរទៅឯងនៅមានអីត្រូវបញ្យល់ចេញពីក្រុមហ៊ុនទៅមុនខ្ញុំខឹង Feng Yuseng និយាយឲ្យចំតែងនេះហាងធ្វើគ្រាន់តែដើម្បីជាងស៊ីងយ៉ានប៉ុណ្ណោះទទួលស្គាល់ទៅឯងស្រឡាញ់នាងហើយមែនទេបងយូសេងខ្ញុំដដងហាមមិនរួយ ឯងគួរតែអរគុណឯងជាប្អូនស្រីរបស់ស៊ូហាន បងយូសេងឯងពិតជាមិនដែលស្រឡាញ់ខ្ញុំទេសូម្បីតែបន្តិច បើមិនមែនដោយសារបងឯងលះបង់ជីវិតជួយខ្ញុំវ័យខ្ញុំមើលថែប្អូនស្រីគាត់ឯងមានសិទ្ធិអីឲ្យខ្ញុំមើលថែយ៉ាងជាពិសេស ខ្ញុំស៊ូមិនយូបរស្ដែលខ្ញុំចង់បានមិនដែលមានអីដែលមិនអាចបាន អាយ៉ាស៊ូមីនយូនេះជាមនុស្សបែបណានឹងអាចធ្វើរឿងលួចអាកំបាំងក្រុមហ៊ុនតែហ្វុងយូឆេងនេះក៏មិនមែនជាមនុស្សអីដែរនាងលួចអាកំបាំងក្រុមហ៊ុនហើយគ្រាន់តែបន្ទែងនាងចេញ
តាមពិតគាត់អាចបណ្ដេញស៊ូមីនយីចេញគឺហួសពីការរំពឹងរបស់ខ្ញុំទៅហើយព្រោះស៊ូមីនយីជាមនុស្សស្រីក្នុងដួងចិត្តរបស់គាត់ និយាយបែបនេះក៏ត្រូវ ប៉ុន្តែ អ្នកងាយពេញចិត្តពេកហើយ អញ្ចឹងខ្ញុំធ្វើម៉េចបានខ្ញុំទៅរកហ្វុងយូឆេងបង្ខំគាត់ឲ្យប្តឹងស៊ូមីនយឺ មែនហើយតាមខ្ញុំគួរតែធ្វើបែបនេះ អញ្ចឹងខ្ញុំក៏ចង់ធ្វើបែបនេះដែរគាត់យល់ព្រមទេមកហើយកុំខឹងគាត់អាចបណ្ដេញស៊ូមីនយីចេញល្អណាស់ហើយ ខពេកការរំពឹងលើបុរសមិនគួរខ្ពស់ពេកទេ បងស្រីអ្នកនិយាយបែបនេះអ្នកមិនអាចវាមួយដំបងសម្រាប់បរិសទាំងអស់ខ្ញុំឡហើយ បាទបរិសិលអលើលោក មានអារម្មណ៍ថាពីអ្នកនិយាយคล้ายណាស់ មានអារម្មណ៍ថាអ្នកគួរត្រូវគេវី បងស្រីខ្ញុំនិយាយអីក៏ត្រូវ មិនដឹងបងប្រុសខ្ញុំនៅឯណាឥឡូវ បងស៊ីងយ៉ានកុំបារម្ភខ្ញុំនឹងរកបងប្រុសអ្នកឃើញ សង្ឃឹមហើយយើងបែកគ្នាយូរណាស់ហើយខ្ញុំភ្លេចមុខគាត់ហើយសូម្បីតែពួកថ្មដែលគាត់ឲ្យខ្ញុំក៏បាត់ដោយអចេតនា មិនអីទេមានប្អូនប្រុសខ្ញុំគាត់ស្គាល់មនុស្សច្រើនហើយគាត់ជួយរកអ្នក ប្រកល់ឲ្យខ្ញុំ អរគុណហើយអូត្រូវហើយអ្នកកុំឲ្យប្អូនប្រុសមកទទួលខ្ញុំញឹកញាប់ខ្ញុំបើកឡានទៅធ្វើការដោយខ្លួនឯងស្រួលណាស់ គាត់ថាខ្ញុំឲ្យគាត់ទៅទទួលអ្នកទៅធ្វើការ អូននេះចេះយកចិត្តគេមែនណា អី មែនហើយខ្ញុំរៀបចំទេព្រោះខ្ញុំចេះយកចិត្តគេណាស់នោះអញនេះហើយគូស៊ីយ៉ាហ៊ានលួចធ្វើអីមិនឲ្យខ្ញុំដឹងចង់ប៉ះមិត្តស្រីខ្ញុំចាំត្រឡប់ទៅវិញនិងគិតរឿងជាមួយអាង លោកហ្វេងនឹងកញ្ញាស៊ូមកហើយ មិនជួបទេ កញ្ញាស៊ូទៅបើលោកមិនជួបនាងមិនចាក់ចិនទេនេះ វៃនាងចូលមក បងយូសែង ស៊ីវមីនយូអញមកធ្វើអី ខ្ញុំសុំតសបងស៊ីញ៉ាន នាងមិននៅទេចេញទៅ បងយូសែងដឹងថាមិនខឹងនឹងខ្ញុំប៉ុន្តែបងយូសែងបងនឹងទេថាខ្ញុំចូលចិត្តបងអីខ្ញុំរកមើល កុំប៉ះខ្ញុំឈប់លេងល្បិចចាញ់ចេញទៅ ឥឡូវបងដសិតខ្ញុំបន្តិចទៀតបងនឹងអង្វរសុំខ្ញុំ បងធ្វើអីនឹងខ្ញុំ យ៉ាងម៉េចដែរក្លិនទឹកអបលើខ្លួនខ្ញុំឆ្ងាញ់ទេនេះខ្ញុំទិញពីផ្សារខ្មែរគ្រឿងក្រអូបគម្រើកទូបែនអត់មកលប៉ុណ្ណាក៏មិនអាចទប់ទល់បានឡើយ ចេញ នាងមិននៅទេអីខ្ញុំរកមើល អញទាំងពីរធ្វើអីគ្នា ឯងខ្វាក់ភ្នែកមិនឃើញយើងពីរអ្នកកំពុងថាប់គ្នាទេ ស៊ីងយ៉ាន នៅឈរនេះធ្វើអីមិនឆាប់ចេញទៅ ធ្វើអី ចេញស៊ីងយ៉ានអញឈួតហើយ មកខ្វក់ភ្នែកខ្ញុំសួរយោបល់ខ្ញុំហើយអញទាំងពីរចង់ធ្វើអីទៅធ្វើនៅក្រៅចេញទៅអូទេប្រាប់ហើយឲ្យចេញទៅ អញធ្វើអី រំខានការសប្បាយឯមែន អញធ្វើអី ចេញពីខ្ញុំ បិទម៉ាស៊ីន ចេញពីខ្ញុំចេញពីខ្ញុំអញធ្វើអីចេញពីខ្ញុំអញធ្វើអី ខ្ញុំនឹងហ្វឹងយូឆេងរៀបការបាន3ឆ្នាំមិនដែលមានទំនាក់ទំនងផ្លូវភេទមិនដឹងថាឥឡូវនេះនឹងលែងលះគ្នាទៀតគេងជាមួយគ្នាទៀត
នេះគឺមើលប្តីរហូតដល់ស្រឡាញ់ហើយ អាចសុំមុខបន្តិចទេខ្ញុំមានរឿងចង់និយាយជាមួយអ្នក អ្នកនិយាយមុន ឯកាម្សិលមិញចូលអ្នកចាត់ទុកវាជាឧបត្តិហេតុចៃដន្យយើងមិនបានកើតឡើងអ្វីទេ អ្នកទាំងពីរគេងជាមួយគ្នានៅតែអាចធ្វើដូចជាគ្មានអ្វីកើតឡើង តើអ្នកចង់ធ្វើយ៉ាងម៉េចអ្នកនឹងដោយសាររឿងនេះមិនលែងលេះជាមួយខ្ញុំនឹងទទួលខុសត្រូវចំពោះខ្ញុំទេ ក៏មិនមែនថាមិនអាចទេ ចុះស៊ូមីនយូវិញអ្នកមិនរៀបការជាមួយនាងទេ តើខ្ញុំថាពេលណាថាខ្ញុំនឹងរៀបការជាមួយនាងគ្មានរឿងបែបនេះទេ ប៉ុន្តែនាងមិនមែនជាស្នេហាដ៏បរិសុទ្ធរបស់អ្នកទេ នោះគឺដោយសារយើងបន្តនិយាយទៀត សូមលើកទូរស័ព្ទជាមុនប្រហែលជាមានរឿងបន្ទាន់ តើអ្នកមានរឿងអ្វីពិតប្រាកដ បងយូសេងមកលឿនមកបងព្រោះខ្ញុំភ្ញាក់ឡើងហើយ បានខ្ញុំមកភ្លាមខ្ញុំមានរឿងបន្តិចត្រូវចេញទៅចាំខ្ញុំសិន ស្នេហាដ៏បរិសុទ្ធក៏ជាស្នេហាដ៏បរិសុទ្ធទោះខំប្រឹងប្រែងយ៉ាងណាខ្ញុំក៏មិនអាចជំនួសបានទីកន្លែងរបស់នាងក្នុងចិត្តអ្នក ដើមឡើយខ្ញុំបានទីគាត់ភ្ញាក់និងបង្ហាញថាខ្ញុំមិនមែនជាប្អូនស្រីខ្លាំងក្លែមិននឹកស្មានថាគាត់បាត់បង់ស្មារតីខ្លាចជាក្មេងអាយុ6ឆ្នាំពិតជាប្រជួយខ្ញុំណាស់អើឡែគ្រាន់តែត្រូវបន្ទូនពងយូសេងចិនទៅដើម្បីឲ្យខេតក៏បន្ទូនជាងស៊ីងយ៉ានដែលជាមនុស្សអាក្រក់ទៅស្លាប់ ឯងធ្វើអីយុវរបស់ក្មេងលេងមកវិញនោះហើយជាអ្វីដែលខ្ញុំចង់ឲ្យប្អូនស្រី អែមចង់រកប្អូនស្រីទេ ចង់ប្អូនស្រីនៅឯណា អញចេញពីមន្ទីរពេទ្យឲ្យទៅមុខត្រង់នឹងខិនប្អូនស្រីហើយចាំគុំទៅលុបក្រោយ ល្អទៅរកប្អូនស្រី ពិតជាមនុស្សល្ងែល្ងា ប្អូនស្រីប្អូនស្រីប្រយ័ត្នប្អូនស្រី អ្នកមិនអីទេអ្នកជានរណាហេតុអ្វីវាប្រហារខ្ញុំ អ្នកដែលនាំអ្នកទៅកាន់ទីបញ្ចប់ កុំធ្វើបាបប្អូនស្រីខ្ញុំ ចូលលេងដែរ បងប្រុសត្រូវការពារប្អូនស្រី ដូច្នេះខ្ញុំនឹងនាំអ្នកទាំងពីរទៅកាន់ទីបញ្ចប់ អ្នកមិនអីទេភ្ញាក់ឡើងភ្ញាក់ឡើង មកដល់វាអ្នកហើយយកទៅ វងយូឆេងជួយគាត់ផងអ្នកភ្ញាក់ហើយមានអារម្មណ៍យ៉ាងម៉េចដែរ ប្អូនស្រី ខ្ញុំមិនមែនជាប្អូនស្រីរបស់អ្នកទេសម្រាប់ឲ្យបានល្អខ្ញុំទៅរកគ្រូពេទ្យឲ្យអ្នក ចាំបន្តិច តើអ្នកមានបងប្រុសម្នាក់មែនទេកាលពីតូចអ្នកវង្វេងបាត់បង់បងប្រុសអ្នកក៏មានថ្មសាក់មួយដែរតើបាត់ដែរឬទេ ធ្វើម៉េចអ្នកដឹង មើលតើថ្មសាក់របស់អ្នកដូចនេះទេកាលពីតូចអ្នកឡើងដើមឈើខ្ញុំទៅជួយអ្នកចាប់សឹងយើងទាំងពីររបួសមើល ន
បង មានបងនៅទីនេះពីនេះទៅនឹងមិនឲ្យអ្នកណាមកធ្វើបាបអ្នកទៀតទេ ជាងសិញយ៉ានសំណាងល្អណាស់មិនត្រឹមតែត្រូវបានហ្វេងយូសេងជួយសង្គ្រោះថែមទាំងធ្វើឲ្យស៊ូហែនភ្ញាក់ឡើងទៀតសូមផ្លាស់ថ្នាំសូមទាសបន្តិចបើទឹកថ្នាំនេះចូលក្នុងខ្លួនស៊ូហែនគាត់នឹងស្លាប់ពិតប្រាកដជាងសិញយ៉ានអ្នកចាំមើលសាច់ញាតិរបស់អ្នកស្លាប់ទៅស្រមូលនេះស្កើណាស់ស៊ូមីញូ ស៊ូមីនយូ ខុំបើមកទៀតខ្ញុំនឹងសម្លាប់បងប្រុសរបស់អ្នក កុំរំភើបដាក់កាំបិតចុះសិន ថយក្រោយ ល្អថយក្រោយស៊ូមីនយូអ្នកដែលស្អប់គឺខ្ញុំដោះបងប្រុសខ្ញុំចេញសិនអ្នកចង់ធ្វើអីជាមួយខ្ញុំក៏បាន ចឹងអ្នកលោះចេញពីមួយអ៊ូដលើនេះ ប្អូនស្រីកុំបារម្ភពីខ្ញុំ គុំនិយាយបើនិយាយទៀតខ្ញុំនឹងសម្លាប់អ្នក កុំរំភើប សម្រាប់ចិត្តលឿនខ្ញុំឲ្យណាពេល3វិនាទីបេភីវ1 ចាំ ប្អូនស្រីកុំស្ដាប់នាង បិទមាត់ កុំរំភើប ណាមិនអីទេ មិនអីទេ ឡើងខ្ញុំឡើងខ្ញុំ អ្នកមិនអីទេ មិនអីទេមើលទៅដូចជាអ្នកធុញនឹងជីវិតហើយនាំនាងទៅប្រកល់ឲ្យប៉ូលីស បាទ ជាងសិញយ៉ានខ្ញុំដាក់បណ្ដាសាយណាអ្នកនឹងមិនសប្បាយទេ ឈរនៅទីនេះធ្វើអ្វីទៀតមិនទៅតាមសង្សាររបស់អ្នកទេអ្នកដឹងច្បាស់ថាខ្ញុំពិសេសជាមួយស៊ូមីនយឺព្រោះខ្ញុំច្រឡំថានាងជាប្អូនស្រីណានោះមានន័យថាអ្នកខ្វះភ្នែកខ្ញុំស្អាតបែបនេះអាចមានប្អូនស្រីអាក្រក់យ៉ាងនោះទេហើយនេះជាហេតុផលដែលអ្នកមិនអើពើប្អូនស្រីខ្ញុំទេខ្ញុំចាប់ដើមឡើយខ្ញុំមិនដឹងពីចិត្តខ្លួនឯងទេក្រោយមកទើបខ្ញុំដឹងថាខ្ញុំចូលចិត្ត ហ្វេងយូឆេង យើងលែងលះគ្នាទៅ ខ្ញុំមិនព្រមទេ យើងមិនសមគ្នាទេរឿងលែងលះខ្ញុំនឹងរកមេធាវីរបស់ខ្ញុំមកនិយាយជាមួយអ្នកត្រៀមខ្លួនហើយបងសម្រាប់ល្អខ្ញុំត្រឡប់ទៅផ្ទះវិញហើយ ទៅចុះជាងស៊ីងយ៉ានកុំប្រញាប់ទៅណាយើងទាំងពីរមិនទាន់និយាយឲ្យច្បាស់ទេបងថ្លៃខ្ញុំសុំអ្នកកុំរំខានបានទេឥឡូវនេះខ្ញុំត្រូវទៅតាមប្រពន្ធខ្ញុំបើមិនដូច្នោះទេប្រពន្ធខ្ញុំនឹងបាត់ហេឯងខ្ញុំប្រថុយជីវិតសង្គ្រោះអ្នកឯងវិញឯងទៅចាប់ប្អូនស្រីខ្ញុំអ្នកថារឿងនេះត្រូវដោះស្រាយយ៉ាងម៉េចឯងចាំខ្ញុំតាមប្រពន្ធខ្ញុំមកវិញយ៉ាងម៉េចក៏បានណាសម្រេចចិត្តឯងនឹងរវល់ខ្លាំងណាស់ ហ្វេងយូឆេងបើអញជាប្រុសតើអាចឈប់រឿងរ៉ាំងបានទេធ្វើឲ្យត្រង់ អ្នកច្បាស់ជាចូលចិត្តខ្ញុំដែរហេតុអីមិនយកកាសខ្ញុំម្ដង លោកហ្វេងតើរឿងនេះពិបាកយល់ត្រង់ណាមានពាក្យមួយពោលថាស្នេហាដែលមកយឺតថោកជាងស្មើ អ្នកគ្មានសិទ្ធិនិយាយនៅទីនេះទេ ហ្វេងយូឆេងតាមផ្លូវនេះបើនិយាយថាខ្ញុំមិនដែលស្អប់អ្នកនោះគឺជាការកុហកតែសម្រាប់អ្នកគឺគ្រាន់តែជាអ្វីដែលមានក៏បានអត់ក៏បានរាល់ពេលដែលគំនិតនេះលេចឡើងក្នុងគំនិតខ្ញុំចង់បញ្ជាក់ថាវាមិនមែនជាការពិតដូច្នេះខ្ញុំដាក់ចិត្តបន្ថែមទៀតលើកិច្ចការផ្ទះតែតាំងពីខ្ញុំចូលធ្វើការអារម្មណ៍នៃការដេញតាមសុបិនបានព្យាបាលខ្ញុំធ្វើឲ្យខ្ញុំដឹងជាងការធ្វើជាប្រពន្ធរបស់ហ្វេងយូឆេងការធ្វើជាខ្លួនឯងធ្វើឲ្យខ្ញុំសប្បាយជាង អ្នកពិតជាចង់លែងលះមែនទេ ត្រូវហើយ ប្រហែលជាការគោរពនាងគឺជាជំរឿត្រឹមត្រូវអញ្ចឹងខ្ញុំសន្យាជាមួយណាថ្ងៃស្អែកយើងទៅលែងលះ ទ
ទីបំផុតបានបញ្ចប់ បងស៊ីងយ៉ានអ្នកនៅតែមានកត់ក្នុងចិត្តហេតុអ្វីមិនរកឱកាសកត់ម្ដងទៀត កញ្ចក់បែកពិបាកភ្ជាប់វិញ តែពិបាកមិនមែនមានន័យថាមិនអាចទេ ប្រហែលជាអញ្ចឹង បងស៊ីងយ៉ានតាមពិតខ្ញុំចូលចិត្ត ស្យាលអារម្មណ៍មួយចំនួនដែលមិនអាចទៅរួចមិនចាំបាច់និយាយចេញមកទេ អញ្ចឹងបន្តធ្វើជាមិត្តវិញយ៉ាងហោចណាស់ប្រសើរជាងការខ្លាយជាមិត្តក៏មិនបាន ស្អែកយើងនឹងទៅលែងលះគ្នាឯងមិននៅទាំងយប់ទេ មិនចាំបាច់ទៀតទេបងប្រុសខ្ញុំចិត្តមកដល់ហើយឯងទៅផ្ទះមុនចុះ មិនអីទេចាំរហូតដល់បងប្រុសឯងមកដល់រួចខ្ញុំទើបត្រឡប់ទៅវិញពីនេះទៅគុំល្ងងបែបនេះទៀតដែលចេះតែលះបង់គ្រប់យ៉ាងចេះស្រឡាញ់ខ្លួនឯងបន្តិចផង ខ្ញុំក៏ល្ងងតែម្ដងនេះទេទៅមុខទៀតមិនធ្វើទៀតទេ តើនេះមានន័យថាឯងនឹងមិនស្រឡាញ់ណាផ្សេងដូចដែលឯងស្រឡាញ់ខ្ញុំទេ ប្រយ័ត្ន ប្អូនស្រីអ្នកម៉េចមិនអីទេ វាជាកំហុសរបស់ខ្ញុំវាជាកំហុសរបស់ខ្ញុំបើមិនមែនខ្ញុំទេគាត់មិនឈឺចាប់ទេខ្ញុំជាអ្នកធ្វើឲ្យគាត់ គាត់ពិតជាមិនអីទេកុំបន្ទោសខ្លួនឯងពេកអ្នកត្រូវជឿថាជាងខ្លួនឯងគាត់មិនចង់ឲ្យអ្នកឈឺចាប់ទេនិយាយពិតបងប្រុសរបស់អ្នកខ្ញុំស្គាល់គាត់ជាច្រើនឆ្នាំហើយជាលើកដំបូងដែលឃើញគាត់ខ្វល់ពីមនុស្សម្នាក់ខ្លាំងបែបនេះរឿងលែងលះគ្នាអ្នកគិតបន្តិចទៀតព្រោះស្រឡាញ់មនុស្សម្នាក់មិនមែនជារឿងងាយទេ បងខ្ញុំសន្យាជាមួយអ្នកបើគាត់នៅមានសុវត្ថិភាពលើកនេះខ្ញុំនឹងមិននិយាយរឿងលែងលះជាមួយគាត់ទៀតទេមនុស្សមិនដែរការវះកាត់បានជោគជ័យអ្នកជំងឺបានចេញពីគ្រោះថ្នាក់ មើលទៅខ្ញុំប្រាប់ហើយថាគាត់មិនអីទេ អ្នកភ្ញាក់ហើយ អ្នកជានរណា ខ្ញុំជាចង្ស៊ីងយ៉ានអ្នកមិនចាំខ្ញុំទេ មិនចាំទេ អ្នកចាំគាត់ទេ ពិតណាស់ចាំគាត់ជាមិត្តភក្តិល្អរបស់ខ្ញុំស៊ីវហាន ដូច្នេះឯងភ្លេចតែខ្ញុំម្នាក់ មើលនេះដូចករណីអ្នកជំងឺនេះទំនងជាការបាត់បង់ការចងចាំដោយជ្រើសរើស តើគាត់អាចចាំឡើងវិញនៅពេលក្រោយទេ នេះជាបញ្ហាផ្លូវចិត្តទំនងជាក្រោយពេលខ្លះនឹងចាំឡើងវិញអាចក៏មាននិងមិនចាំឡើយ ឯងនៅលេងភ្លេចខ្លាំងទៀតធ្វើមិនស្គាល់ប្អូនស្រីខ្ញុំខ្លាចពេលខ្ញុំដឹងខ្លួននាងទាញខ្ញុំទៅលែងលះគ្នា ហ្វុងយូឆេងឯងហ៊ានបោកខ្ញុំឯងស្លាប់ហើយ ប្រពន្ធស្ដាប់ខ្ញុំពន្យល់ ឯងមិនអីទេល្អណាស់